Mà chắc ngàyនេះសូមប្រជុំជាមួយនឹងលោកសាស្ត្រាចារ្យទាំងអស់បន្តិចតាក់ទងជាមួយនឹងទី1គឺនីតិវិធីនៅក្នុងការដឹកនាំសាធារណៈបាទដោយសារចេះទេដោយសារខ្ញុំពេលដែលខ្ញុំទៅធ្វើជាគណៈកម្មការនៅតាមបណ្ដាខេត្តផ្សេងៗឃើញថាគណៈកម្មការទាំងអស់ដែលបានដឹកនាំគ្រូដឹកនាំសាធារណៈរបស់យើងហ្នឹងគឺបានន័យថាគាត់ដឹកនាំសិស្សធ្វើទៅមិនដែលនិស្សិតគាត់យកទៅតាមសៀវភៅរបស់សិស្សច្បងរបស់គាត់ដល់ពេលអញ្ចឹងទៅវាធ្វើឲ្យបញ្ហាកើតមានគឺលំនាំខុសៗគ្នារហូតបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានរបៀបវិរៈចំនួន5ទី1គឺណែនាំអំពីការដឹកនាំសាធារណៈនោះឲ្យបានល្អហើយយើងឲ្យធ្វើតាមស្តង់ដាររួមមួយហើយទី2គឺការហៅវត្តមានការដាក់វត្តមានទៅឲ្យបន្ទុកនៅក្នុង Microsoft Teams បាទនិងទី3តាក់ទងជាមួយនឹងការដាក់ assessment បាទអញ្ចឹងយើងត្រូវការ upload របាយការណ៍បង្រៀនរបស់យើងដាក់នៅក្នុង Microsoft Teams បាទទី4ក៏ដូចគ្នាដែរតាក់ទងជាមួយនឹងពេលដែលយើងឲ្យសិស្ស present តាក់ទងជាមួយនឹងប្រឡងបញ្ចប់បាទប្រឡងបញ្ចប់បានន័យថាខាងមហាវិទ្យាល័យយើងមានបច្ចេកទេសខុសគ្នាគ្រូខ្លះគាត់តាក់ទងជាមួយនឹងការធ្វើប្រឡងជាលក្ខណៈសរសេរដៃគ្រូខ្លះទៀតគាត់មានធ្វើជា assignment ហើយគាត់ឲ្យឡើងជា present អញ្ចឹងរាល់ការ present គឺត្រូវ record ជាវីដេអូហើយថតជារូបស្លឹកបាទហើយទី5គឺបញ្ហាផ្សេងៗទៀតបាទអញ្ចឹងសម្រាប់ចំណុចទាំងអស់នេះគឺយើងនឹងយកមកពិភាក្សាគ្នាម្ដងមួយបាទអញ្ចឹងជំហានទី1គឺខ្ញុំបង្ហាញអំពីការធ្វើ guideline បាទនិយាយចំគឺ guideline ដើម្បីធ្វើសារណាឲ្យបានត្រឹមត្រូវណាអញ្ចឹងគ្រប់សាស្ត្រាចារ្យទាំងអស់ដែលជាគ្រូដឹកនាំបាទទាំងខាងបរិញ្ញាបត្រក៏ដោយទាំងខាង network ក៏ដោយទាំងខាង program ក៏ដោយបាទគឺយើងដើរតាមទម្រង់រួមបាទអញ្ចឹងហើយទម្រង់នេះគឺ file មួយនេះគឺខ្ញុំនឹងផ្ញើចូលទៅក្នុងគ្រូរបស់យើងដើម្បីឲ្យលោកសាស្ត្រាចារ្យទាំងអស់យកទៅធ្វើជាគំរូបាទអញ្ចឹងខាងលើនេះគឺអត់ដាក់ guideline ទេបាទសូមបញ្ជាក់ថាពេលដែលយើងដឹកនាំនៅក្នុងសៀវភៅសាធារណៈគឺយើងអត់ប្រើទេនេះគ្រាន់តែជា header footer ដែលខ្ញុំបានប្រើសម្រាប់បង្ហាញថាអ្វីដែលយើងត្រូវយកមកប្រជុំនេះគឺជាគំរូទេបាទអូខេអញ្ចឹងជំហានបន្តមកទៀតគឺតាក់ទងជាមួយនឹងក្របខាងមុខបាទក្របខាងមុខគឺតម្រូវឲ្យប្រើប្រាស់ក្របបែបនេះបាទដាក់ឈ្មោះសាកលវិទ្យាល័យហើយចំណងជើងបាទតាក់ទងជាមួយនឹងសារណាហើយចប់ថ្នាក់បរិញ្ញាបត្រហើយបន្តមកទៀតមានជំនាញបាទមានជំនាញហើយប្រធានបទប្រវត្តិហើយដឹកនាំបាទសាស្ត្រាចារ្យសំទោសតាក់ទងជាមួយនឹងនិស្សិតមានប្រមាណអ្នកដាក់ម៉ាស៊ីនអាហ្នឹងនៅក្នុងទំព័រមុខទេបន្ទាប់មកយើងចូលមកដល់ទំព័រទី2គឺតាក់ទងជាមួយនឹងបាទជាមួយនឹងការចុះហត្ថលេខារបស់គ្រូដឹកនាំបាទអញ្ចឹងកន្លែងហ្នឹងគឺត្រូវមានសញ្ញាមួយហើយចំណុចនេះបាទគឺត្រូវតែយកតាមនឹងតែម្ដងដើម្បីឲ្យពេលដែលគាត់ឡើងការពារគឺត្រូវមានគណៈកម្មការសញ្ញានឹងចុះហត្ថលេខាផ្សេងៗនៅក្នុងការវិតម្លៃទៅលើការការពារសាធារណៈបាទអញ្ចឹងបន្តមកទៀតគឺសេចក្តីធានាអះអាងសេចក្តីធានាអះអាងនេះគឺគាត់អាច copy បានទាំងស្រុងបាទគាត់អាច copy បានទាំងស្រុងព្រោះដោយសារការធានាអះអាងនេះគឺគឺជាលិខិតមួយដែលគេហៅថាជាការប្រកាសចេញពីសាកលវិទ្យាល័យឲ្យគាត់ទទួលស្គាល់ថាបើសិនណាជាករណីដែលសារណារបស់គាត់ហ្នឹងគឺมันមានលក្ខណៈគ្រប់គ្រាន់ឬក៏គាត់បានលួចចម្លងគេអីផ្សេងៗគឺมันអនុញ្ញាតឲ្យគាត់ទទួលបានសញ្ញាបត្រឡើយណាបាទអញ្ចឹងនៅក្នុងទម្រង់ហ្នឹងគឺមិនអីទេឃើញថានិស្សិតគ្រប់សាខាទាំងអស់បាទហើយគាត់បានអនុវត្តតាមនឹងបានត្រឹមត្រូវហើយបាទបន្តមកទៀតគឺចូលមកដល់មាតិកាអញ្ចឹងចំណុចមាតិកានេះបាទតកតងជាមួយនឹងមានទី1គឺសេចក្តីថ្លែងអំណរគុណលោកគ្រូទាំងអស់បាទមេត្តាជួយមើលទៅកាន់សិស្សយើងណាពេលដែលយើងប្រមូលសារណាដល់មកយើងត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ថាតើមានគ្រប់ចំណុចទាំងអស់ទី1សេចក្តីថ្លែងអំណរគុណមូលន័យសង្ខេបបាទតារាងរូបភាពបាទតួលេខអក្សរកាត់បាទតើមានគ្រប់អត់សម្រាប់ចំណុចទី1ហើយចំណុចទាំងអស់ហ្នឹងគឺមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាទម្រង់លេខយើងទេគឺឲ្យប្រើប្រាស់ជាលេខរ៉ូម៉ាំង
បាទលេខរៀងរ៉ូម៉ានបាទថាគាត់សរសេរចាប់ពីដូចថាចំណុចនេះគឺចាប់ពីទី1រ៉ូម៉ានអីចឹងទៅរហូតទៅដល់ទី10រ៉ូម៉ានអីចឹងទៅបាទអញ្ចឹងជំហានបន្ទាប់គឺយើងចូលមកដល់សេចក្តីផ្ដើមបាទហើយអានេះគ្រាន់តែជាមេតិកាទេហើយសេចក្តីផ្ដើមគឺទាមទារឲ្យមាន6ចំណុចនេះបាទបើអត់មាន6ចំណុចហ្នឹងទេគឺខាងគ្រូដឹកនាំគ្រូការពារបាទគណៈកម្មការការពារសាធារណៈអាចមានសិទ្ធិតបន្ទុកសុភៅឬក៏អាចមានការឲ្យណែនាំឲ្យធ្វើបន្ថែមដើម្បីឲ្យគ្រប់លក្ខខណ្ឌបាទចឹងចំណុចទី1ទី2ទី3នេះបាទតកតងមួយលំនាំតាមចំណោទបញ្ហាគោលបំណងទំហំនិងដែនកំណត់នៃការស្រាវជ្រាវសារៈប្រយោជន៍នៃការស្រាវជ្រាវពាក្យកលឹះចំណុចនីមួយៗខ្ញុំនឹងលើកមកបង្ហាញជា guideline ខ្លះៗហើយនឹងមានឧទាហរណ៍ជូនបាទនៅបន្តិចទៀតនេះបាទហើយចំណុចទី2គាត់ចង់សរសេរទ្រឹស្ដីអីក៏បានដែរបាទហើយមិននេះគ្រាន់តែជាទ្រឹស្ដីឧទាហរណ៍ទេបាទហើយចំណុចទី3គឺតម្រូវឲ្យមានតាមវិធីបែបនេះគឺវិធីសាស្ត្រកសាងប្រព័ន្ធប្រភេទទិន្នន័យបាទវិធីសាស្ត្រប្រមូលវិធីសាស្ត្រវិភាគនិងការរៀបចំគម្រោងហើយនិងវិធីសាស្ត្រអនុវត្តអញ្ចឹងអានេះគឺយើងត្រូវតែគោរពតាមដូចគ្នាបាទហើយចំណែកលទ្ធផលនៃការស្រាវជ្រាវវិញក៏ដូចគ្នាដែរបាទគឺត្រូវតែមានទិន្នន័យប្រមូលបានការវិភាគពីគាត់វិភាគស្អីខ្លះអានេះគឺអាចបានថាមិនមែនជាតម្រូវការទេបាទគឺមានតែការវិភាគការរៀបចំគម្រោងបាទហើយចំណុចទី4គឺការអនុវត្តចំណុចតូចៗនេះវាខុសគ្នាបាទវាខុសគ្នាវាអាចខុសគ្នាទៅតាមប្រភេទសារណាណាបាទអញ្ចឹងតិចទៀតខ្ញុំនឹងលើកយកមក guideline ខ្លះៗបាទហើយមួយទៀតការពិភាក្សាគឺត្រូវតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់ប្រព័ន្ធបាទហ្នឹងគឺតម្រូវឲ្យមានទាំងពីរហ្នឹងបាទហើយសេចក្តីសន្និដ្ឋាននិងអនុសាសន៍គឺត្រូវមានសេចក្តីសន្និដ្ឋានហើយនិងអនុសាសន៍តែម្ដងហើយឯកសារយោងឧបសម្ព័ន្ធគឺចប់ទាំងហ្នឹងអញ្ចឹងសារណារបស់យើង guideline គឺមានប៉ុណ្ណឹងតិចទៀតខ្ញុំនឹងយកចំណុចនីមួយៗយកមកបង្ហាញហើយឲ្យបានក្បោះក្បាយហើយនឹងមានឧទាហរណ៍បញ្ជាក់ជូនប៉ុន្តែខ្ញុំសូមបញ្ជាក់មួយទៀតរាល់ការធ្វើសារណារបស់យើងអ្នកទាំងអស់គ្នាត្រូវចាំណាថាគឺមិនអនុញ្ញាតឲ្យលើសពី3 level ទេបាទ3 level បានន័យថាពេលដែលយើងដាក់សេចក្តីប្រើបែបនេះអាហ្នឹងគឺជា level ទី1ហើយចូលមកដល់ចំណុច 1.1 អញ្ចឹងអាហ្នឹងគេហៅថា level ទី2បាទបើនៅក្នុងកន្លែងរំលឹកទ្រឹស្ដីដូចជាសបូរដូចជាអត់មានដែរខ្ញុំអត់ខ្ញុំដកចោលហើយបាទឧទាហរណ៍ថានៅក្នុងចំណោទបញ្ហា level ទី2ដូចគ្នាស្រាប់តែនៅក្នុងចំណោទបញ្ហាគាត់មានដាក់ចំណុច 1.2 បាទចុច1ទៀតអាហ្នឹងគឺ level ទី3បាទអញ្ចឹងយើងអនុញ្ញាតឲ្យមានត្រឹម3 level ហ្នឹងមិនអនុញ្ញាតឲ្យមាន 1.1 2.1 ហើយចុច1ថែមទៀតហ្នឹងអាហ្នឹងគឺមិនអនុញ្ញាតជាដាច់ខាតបាទអញ្ចឹងការធ្វើសារណាគឺមានត្រឹមតែ3 level ទេបាទនេះ level ទី1 level ទី2និង level ទី3នេះបាទហើយរបស់យើងបាទ4ទោះបីជាមាន4ក៏យើងអត់រំលេចនៅក្នុងកន្លែងមេតិកាដែរនិយាយទៅពេលដែលនិស្សិតសរសេរនៅក្នុងអត្ថបទអាចមានទៅដល់4ប៉ុន្តែពេលដែលដាក់នៅក្នុងសភៅពេលដែលដាក់នៅក្នុងមេតិកាគឺមិនអនុញ្ញាតឲ្យដាក់ដល់ទៅ4ទេដាក់ត្រឹមតែ3 level ទេហ្នឹងហើយអញ្ចឹងលោកសាស្ត្រាចារ្យទាំងអស់បើសិនណាជាមានចម្ងល់អាចសួរនាំបានបើសិនណាជាករណីដែលឆ្ងល់អាចសួរភ្លាមៗណាបាទព្រោះដោយសារយើងកុំបាច់ទៅបន្តទៅមុខនាំតាបបាក់បកក្រោយទេបាទអញ្ចឹងកន្លែងហ្នឹងមានណាបាទមាននិស្សិតខ្លះគាត់សរសេរទៅដល់ level ទី4បាទ level 4គឺប៉ុន្តែ level 4ហ្នឹងគឺសរសេរបានតែនៅក្នុងអត្ថបទទេហើយមិនអនុញ្ញាតឲ្យដាក់នៅក្នុងវេទិកាទេបាទអូខេអញ្ចឹងអត់បញ្ហាទេណាតោះអញ្ចឹងបន្តទៀតបាទអញ្ចឹងតាក់ទងជាមួយនឹងសេចក្តីថ្លែងអំណរគុណគឺគាត់អាចចូលប្រមាណត្រេក៏បានដែរបាទព្រោះដោយសារគាត់ថ្លែងអំណរគុណជួនកាលគាត់អរគុណក្រុមគាត់ជួនកាលគាត់អរគុណឪពុកម្ដាយគាត់ជីដូនជីតាផ្សេងបន្ទាប់មកគាត់អរគុណទៅលើសាស្ត្រាចារ្យដឹកនាំអីហ្នឹងណាបាទអញ្ចឹងអាហ្នឹងគឺជារឿងរបស់គាត់ប៉ុន្តែមិនអនុញ្ញាតឲ្យសរសេរលើសពី1ទំព័រទេបាទត្រឹមតែ1ទំព័របាទអូខេណាបាទមួយទៀតតាក់ទងជាមួយនឹងមូលន័យសង្ខេប
và có đôi khi đấy và một lần đây thằng khác tam bất tới nhưng còn thằng an tức là những đấng tại thao vi chia ca sủng khen ông vì cái ca xa rồi nó bọc của con này và chắc là nó có mặt ăn nhà ói lơ vì môi tổng bộ đấy bọc hệ được thế này đấy cứ chia tảng và tảng chúng ta còn miền tảng ra chẳng còn ai chlong thì bạn tảng ai chlong được thì rồi bạn trong này tua lấy có đôi khi đấy và tua lấy cứ chỉ rụp hiệp xanh nó là tua lấy đấy và chẳng một cho tha rụp tẹt tôn cho mỗi nâng chúng ta rụp tẹt tôn cho mỗi nâng Java chẳng một cái phần chẳng nhiên rụp Java mua chẳng tới và nó cái hơi thật tua lấy được có cái hơi hiệp và hơi trong này tảng cứ viên miên chia tảng tảng tập đoàn tảng cứ to tập miên lên trên tảng chứ và nó là tảng trong cuốn nó cứ ai lơ vì môi tập bộ ban trong bằng hai cái này nắng và ở trong này đã so cát có đôi chân đấy và cứ sắp tới ai lơ vì môi tập bộ ban và ok chẳng mà to trong trong này nắng cứ tập rồi phải dương pra lệ rộng mạng tập on và pra lệ rộng mạng to mà tiết dương pra sầm đẹp khăn và về đại dương châu mà nó sẽ đầy đám pra sầm đẹp khăn po cả chục đi và po cả chục nó cứ chụp po ra đầm nang rồi mà hai phía lại dương thằng Việt Nam mà hơi trong này khangเป็นเราเลยกับการแสดงคันปอบซีมีจนเตอร์ฝั่งงานวิศวกรรมแสดงคันปอบซีอีกนี้นะtrong piចំណុចចាប់ដើមពីចំណុច1ពីទី1ទី2ទី3ទី4ទី5ហ្នឹងគឺតម្រូវឲ្យយើងហ្នឹងគឺប្រើសត្យខណ្ឌហ្នឹងទាំងអស់ហើយសត្យខណ្ឌហ្នឹងតាមពិតទៅនិស្សិតគាត់អាច print នៅលើស្លឹកกระดาษពណ៌បានណាប៉ុន្តែធ្វើម៉េចឲ្យតែពណ៌កាឈូកអញ្ចឹងបាទហើយមួយទៀតបាទទៅពេលដែលយើងចាប់ផ្ដើមមើលទៅលើសេចក្តីផ្ដើមបាទសេចក្តីផ្ដើមនេះគឺជាចំណុចដែលគាត់ត្រូវសរសេរអញ្ចឹងក្នុងនាមយើងជាសាស្ត្រាចារ្យដឹកនាំបាទគឺយើងត្រូវមាននីតិវិធីបង្ហាញគាត់ដើម្បីឲ្យគាត់ទៅស្រាវជ្រាវបន្ថែមមិនមែនទៅសរសេរឲ្យគាត់ទេប៉ុន្តែមុននឹងយើងណែនាំគាត់ក៏យើងត្រូវតែយល់ខ្លួនឯងដែរបាទចឹងទី1តកតងជាមួយនឹងលំនាំដើមអានេះបានតែកម្រិតបរិញ្ញាបត្រទេណាកម្រិតបរិញ្ញាបត្រហើយបើកម្រិតអនុបណ្ឌិតគឺផ្សេងពីនឹងទៀតបាទកម្រិតអនុបណ្ឌិតគឺយើងអត់ប្រើលំនាំដើមចឹងទេគឺសេចក្តីផ្ដើមហើយសរសេរយកតែម្ដងប៉ុន្តែកម្រិតបរិញ្ញាបត្រគឺត្រូវតែមានលំនាំដើមចឹងបាទអាហ្នឹងដោយសារ guideline ហ្នឹងគឺតាក់តែងចេញតាំងពីដើមតែម្ដងចឹងខ្ញុំអត់អាចកែបានទេព្រោះហ្នឹងបើសិនជាចង់កែតើតើយើងឆ្លងទៅកាន់ពេលស្ដិតទៀតបាទចឹងក៏យើងគោរពទៅតាមនឹងទាំងអស់ទៅបាទចឹងសម្រាប់ចំណងលំនាំដើមនៅក្នុងចំណុចនេះនិស្សិតត្រូវបកស្រាយពីបរិបទទូទៅនៃប្រធានបទបាទបើថាយើងណែនាំគាត់ឲ្យនិស្សិតហ្នឹងគឺត្រូវបកស្រាយពីបរិបទទូទៅនៃប្រធានបទដោយចាប់ផ្ដើមពីស្ថានភាពបាទទូលំទូលាយទៅរកបញ្ហាជាក់លាក់ចឹងគឺយើងនិយាយត្រួសត្រាសតាក់ទងជាមួយនឹងទី1បាទភាពទូលំទូលាយហ្នឹងគឺការរីកចម្រើននៃបច្ចេកវិទ្យាបាទណាហើយបច្ចេកវិទ្យាហ្នឹងវាជួយដល់អាជីវកម្មរបៀបម៉េចហើយការរីកចម្រើននៃអាជីវកម្មហ្នឹងវាដើរដល់ណាហើយអាជីវកម្មដូចថាឥឡូវវាដើរទៅដល់អាជីវកម្មបែប digital អីចឹងណាបាទអញ្ចឹងនេះគឺជាការបកស្រាយទូទៅទេមិនតាន់ទាញចូលទៅកាន់ប្រធានបទរបស់យើងទេបាទបន្តមកទៀតបាទសារៈសំខាន់នៃប្រព័ន្ធបាទព័ត៌មាននៅក្នុងការគ្រប់គ្រងការងារបាទអញ្ចឹងបច្ចេកវិទ្យាហ្នឹងវារីកចម្រើនហើយអញ្ចឹងរីកចម្រើនហ្នឹងគឺវាអាចគ្រប់គ្រងការងារអីបានខ្លះហ្នឹងគេចង់និយាយអញ្ចឹងណាបាទហើយបន្តមកទៀតបានចូលមកដល់ចំណុចទី3គឺស្ថានភាពនៃអង្គភាពនឹងតែម្ដងបាទអញ្ចឹងការងារហ្នឹងពេលដែលយើងនិយាយពីភាពរីកចម្រើនទូទៅហើយនឹងអាជីវកម្មហ្នឹងគឺយើងអាចសង្កត់បាទបើថាយើងអាចទាញអាជីវកម្មរបស់យើងចូលខ្លះៗដែរដូចថាការគ្រប់គ្រងអាជីវកម្មសពបែបយ៉ាងអីចឹងទៅលើវិស័យណាក៏បានដែរទាំងវិស័យឧស្សាហកម្មវិស័យកាត់ដេរវិស័យអីចឹងទៅឧទាហរណ៍ណាបាទអញ្ចឹងឧទាហរណ៍ថាយើងគ្រប់គ្រងទៅលើវិស័យឧស្សាហកម្មអញ្ចឹងបាទតាក់ទងជាមួយនឹងលក់គ្រឿងឧស្សាហកម្មអីចឹងយើងអាចនេះកន្លែងហ្នឹងគឺសារៈសំខាន់នៃប្រព័ន្ធនៅក្នុងការគ្រប់គ្រងវិស័យឧស្សាហកម្មហ្នឹងអញ្ចឹងយើងទាញវាចូលមកបន្តិចមកបន្តមកទៀតបានចូលមកដល់ស្ថានភាពនៃអង្គភាពរបស់យើងបាទអញ្ចឹងដូចថាជាក់ស្ដែងស្ថាប័នដែលយើងចុះស្រាវជ្រាវហ្នឹងគឺជាស្ថាប័នអីគេនេះស្ថាប័នហ្នឹងប្រកបអាជីវកម្មមានទីតាំងនៅកន្លែងណាហើយនឹងមានសាខាចំនួនប៉ុន្មានបាទ
ចឹងសូមឲ្យបញ្ជាក់នៅក្នុងលំនាំដើមណាព្រោះដោយសារពេលដែលគាត់ធ្វើគឺយើងមើលទៅលើទំហំនឹងដែនកំណត់ទៀតថាតើគាត់គ្រប់គ្រងបានទាំងអស់គ្រប់សាខាឬក៏យ៉ាងម៉េចអាហ្នឹងគឺយើងមើលទៅតាមគោលបំណងហើយនឹងទំហំដែលគាត់ធ្វើទៀតបាទចឹងចំណុចទី2តកតងជាមួយនឹងចំណោទបញ្ហាម្ដងបាទចឹងអាជីវកម្មរបស់គាត់ហ្នឹងគឺប្រកាសជាមានបញ្ហាហើយបានគាត់ហៅយើងឲ្យទៅដោះស្រាយតាមបែបបច្ចេកវិទ្យាដូចជាសាងសង់ប្រព័ន្ធឲ្យគាត់ឬក៏យើងដោះស្រាយផ្សេងៗបាទចំណែកខាង digital វិញបាទចំណែកខាង digital វិញគឺដូចគ្នាដូចផងដែរបានន័យថាយើងឲ្យនិស្សិតហ្នឹងគាត់ធ្វើពីអីឧទាហរណ៍ថាគាត់ដឹកនាំសម្ដែងជារឿងអីចឹងទៅបាទអញ្ចឹងកន្លែងស្ថានភាពបច្ចុប្បន្ននេះគឺសូមឲ្យគាត់និយាយអំពីរឿងរ៉ាវដែលតាក់ទងជាមួយនឹងគោលដៅដែលគាត់ចង់ធ្វើខ្លះបាទមិនមែនជាគោលបំណងសុទ្ធទេបាទហើយបើ IT ជាមួយនឹងខាង network អត់បញ្ហាទេកន្លែងហ្នឹងគឺប្រកាសជាមានស្ថាប័នចុះហើយប៉ុន្តែបើ digital អាចគាត់ថតសម្ដែងខ្លួនឯងឬគាត់ធ្វើជាសាច់រឿងខ្លួនឯងគេផ្សេងៗបាទអញ្ចឹងសម្រាប់ចំណុចមួយទៀតគឺចំណោទបញ្ហាបាទចំណោទបញ្ហាបានថាគឺជាភាពរារាំងអង្គភាពមិនឲ្យដំណើរការបានលឿនបានត្រឹមត្រូវនិងមានសុវត្ថិភាពបាទជាដើមអញ្ចឹងយើងអាចលើកបញ្ហាបានអញ្ចឹងសម្រាប់អ្នក IT បាទអញ្ចឹង IT មួយម៉ាត់ជាមួយនឹង network ហ្នឹងគឺជាមួយគ្នាចុះណាបាទហើយ digital គឺផ្សេងបាទអញ្ចឹងសម្រាប់ខាង IT វិញបាទតាក់ទងជាមួយនឹងចំណោទបញ្ហាគឺយើងអាចលើកមកបញ្ហាដែលពាក់ព័ន្ធជាមួយនឹងម្ចាស់អាជីវកម្មបាទពាក់ព័ន្ធជាមួយនឹងបញ្ហាបុគ្គលិករបៀបមិនខ្លះឲ្យគាត់ណូតមកបាទគាត់ត្រូវចុះទៅសម្ភាសរបៀបមិនដើម្បីឲ្យដឹងបញ្ហាបាទអញ្ចឹងសម្រាប់ខាង digital ពេលដែលគាត់ធ្វើតាក់ទងជាមួយនឹងការធ្វើវីដេអូរបស់គាត់ហ្នឹងគាត់ជួបបញ្ហាអីខ្លះបាទតែបញ្ហាហ្នឹងគឺមិនមែនជាបញ្ហារបស់គាត់ទេបាទគឺជាបញ្ហានៃសាច់រឿងបាទសាច់រឿងហ្នឹងហេតុដូចថាគាត់ថតអំពីឧទាហរណ៍ថាគាត់ថតអំពីការដឹងគុណអញ្ចឹងបាទអញ្ចឹងមូលហេតុរបស់គាត់ដោយសារបញ្ហាសង្គមបច្ចុប្បន្ននោះវាជួបជាមួយនឹងមនុស្សអសិលធម៌ច្រើនកូនមិនសូវជាដឹងគុណឪពុកម្ដាយផ្សេងៗណាបាទហ្នឹងហើយគឺជាបញ្ហាដែលកើតមាននាពេលបច្ចុប្បន្នបាទប៉ុន្តែបើសិនជា IT គឺគាត់ចុះអាជីវកម្មអញ្ចឹងគាត់ស្រួលសម្រួលទេអញ្ចឹងគឺយកតែបញ្ហាដែលពាក់ព័ន្ធមកអាជីវកម្មដូចជាបុគ្គលិកដែលធ្វើការនៅក្នុងអាជីវកម្មហ្នឹងម្ចាស់ហាងអតិថិជនអីផ្សេងៗបាទអញ្ចឹងខាង digital គាត់រៀងទលំទលាយតិចបាទកន្លែងហ្នឹងដោយសារគាត់ថតវីដេអូទៅជួនកាលគាត់ស្ដែងពីសង្គមពីអីចឹងណាបាទបាទចឹងអត់មានបញ្ហាចោលទេណាសម្រាប់ចំណោទបញ្ហាហើយបងដើមបើលោកសាស្ត្រាចារ្យមានបញ្ហាឆ្ងល់អាចសួរមកភ្លាមណាបាទឬក៏អាចជួយឲ្យខមមិនអីផ្សេងៗបាទព្រោះខ្ញុំខាង digital និយាយតាមត្រង់ខ្ញុំក៏ទើបតែចាប់ផ្ដើមមានសិស្សដែលត្រូវធ្វើសារណានៅក្នុងឆ្នាំនេះដែរហើយខ្ញុំក៏បានកម្លាយបាទកម្លាយពី IT ហ្នឹងទៅជាខាង digital ដែរដោយខ្ញុំប្រើ standard រួមនឹងតែម្ដងបាទអញ្ចឹងបើសិនជាអត់បញ្ហាទេអញ្ចឹងខ្ញុំសូមបន្តទៀតបាទមួយទៀតគឺតាក់ទងជាមួយនឹងគោលបំណងនៃការស្រាវជ្រាវម្ដងបាទគោលបំណងនៃការស្រាវជ្រាវគឺជាចំណុចទី3នៃសេចក្តីផ្ដើមបាទចំណុចទី1របស់យើងហ្នឹងវាមាន1.1 1.2 និង 1.3 អញ្ចឹងគោលបំណងគឺបង្ហាញអំពីអ្វីដែលនិស្សិតហ្នឹងគាត់ចង់សម្រេចបានបាទអញ្ចឹងឲ្យនិស្សិតគាត់គិតទៅថាគាត់ចង់ធ្វើអីឲ្យបានណាឧទាហរណ៍ដូចជាផ្នែក IT បាទនេះគឺជាចំណុចដែលពាក់ព័ន្ធជាមួយនឹងការអនុវត្តឬក៏ការបង្កើតថ្មីឧទាហរណ៍ដូចជាគាត់ចង់ដំឡើង firewall សម្រាប់ធ្វើជាប្រព័ន្ធការពារអីផ្សេងៗអញ្ចឹងណាបាទហើយបង្កើតឲ្យមានប្រព័ន្ធ intranet សម្រាប់ឲ្យក្រុមហ៊ុនប្រើប្រាស់បង្កើតឲ្យមានប្រព័ន្ធលក់អាហ្នឹងហើយគឺជាពាក្យថាបង្កើតគឺគាត់ធ្វើអញ្ចឹងធ្វើគឺអនុវត្តតែណាបាទអញ្ចឹងខាង digital ក៏ដូចគ្នាដែរបាទសុទ្ធតែបង្កើតដែរបាទបង្កើតឲ្យមានទៅជាសាច់រឿងបែបរបៀបមិនអញ្ចឹងណាបាទហើយនេះលើកកម្ពស់បាទហើយបង្កើតហើយយើងលើកកម្ពស់ឧទាហរណ៍ដូចជាខាង IT ធ្វើការផ្លាស់ប្ដូរបណ្ដាញ
បាទពីខ្សែនេះទៅខ្សែនោះអីចឹងទៅបាទយើងផ្លាស់ប្ដូរខ្សែឬក៏ផ្លាស់ប្ដូរប្រព័ន្ធអីចឹងដើម្បីឲ្យវាល្អជាងមុនចំណែកខាងdigital ក៏ដូចគ្នាដែរបាទយើងថតរឿងហ្នឹងគឺក្នុងគោលដៅលើកកម្ពស់ឲ្យប្រទេសជាតិវាចម្រើនរបៀបម៉េចឬក៏លើកកម្ពស់ដល់និស្សិតដើម្បីឲ្យគាត់មានភាពយល់ដឹងច្រើននៅជាងមុនអីចឹងទៅបាទហើយកាត់បន្ថយបាទកាត់បន្ថយឬក៏ធ្វើឲ្យប្រសើរឡើងបាទឧទាហរណ៍ដូចជាខាង IT រៀបចំ print server ដើម្បីគ្រប់គ្រងនិងចែកចាយការបោះពុម្ពបាទអញ្ចឹងបាទការ print ឯកសាររបស់យើងប្រើ printer តែមួយអញ្ចឹងទៅយើងកាត់បន្ថយការទិញម៉ាស៊ីន print ច្រើនអញ្ចឹងបាទអញ្ចឹងលោកគ្រូដែលដឹកនាំខាងផ្នែក digital លោកគ្រូអាចមើលតាមហ្នឹងទៅហើយបើសិនណាជាមានបញ្ហាអីលោកគ្រូអាចមកពិភាក្សាជាមួយខ្ញុំបានណាបាទព្រោះដោយសារខ្ញុំបានពិភាក្សាគ្នាជាមួយនឹងមេខាងលើដែរគឺយើងសម្រេចឲ្យប្រើ guideline នឹងដដែលប៉ុន្តែយើងឆ្នៃឲ្យចេញទៅតាមខាងបែប digital ផ្សេងទៅខាងផ្នែក network ផ្សេងទៅហើយខាងផ្នែក IT ផ្សេងទៅបាទចឹងមួយទៀតតកតងជាមួយនឹងចំណុចទី4សារៈប្រយោជន៍នៃការស្រាវជ្រាវបាទអញ្ចឹងសារៈប្រយោជន៍នៃការស្រាវជ្រាវចំណុចនេះគឺនិស្សិតត្រូវតែចេះបង្ហាញអំពីការស្រាវជ្រាវបាទថាការស្រាវជ្រាវរបស់គាត់ហ្នឹងណាឬក៏ប្រព័ន្ធដែលគាត់បានអភិវឌ្ឍហ្នឹងវាមានប្រយោជន៍ដល់នរណាខ្លះអាហ្នឹងគេហៅថាប្រយោជន៍សារៈប្រយោជន៍ហើយចាហ្នឹងវាចែកចេញទៅជា4ផ្នែកធំៗបាទអញ្ចឹងគឺថាបញ្ហាអញ្ចឹងបើគាត់ចង់បង្កើតទៅវាបានអត្ថប្រយោជន៍អីខ្លះអញ្ចឹងអត្ថប្រយោជន៍ហ្នឹងមានដល់ម្ចាស់អាជីវកម្មមានដល់អ្នកប្រើប្រាស់មានដល់បុគ្គលិកឬក៏អតិថិជនបាទខ្ញុំច្រឡំនិស្សិតហើយបាទតែមិនមែននិស្សិតទេបាទមានបុគ្គលិកមានអតិថិជនអីជាដើមណាបាទមួយទៀតបាទប្រយោជន៍ចំពោះអ្នកស្រាវជ្រាវបន្ទាប់បាទព្រោះស្នាដៃស្រាវជ្រាវជាទូទៅគឺយើងតែងតែយកតគ្នានឹងឯងបាទពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែមិនមែនឲ្យចម្លងទេគឺឲ្យយកបោះគេចាស់ហ្នឹងមកអភិវឌ្ឍឲ្យល្អជាងមុនបាទសូម្បីតែវីដេអូរបស់យើងបាទអ្នកដែលថតរឿងពីមុនហ្នឹងគាត់ថតទៅអត់សូវបានល្អអញ្ចឹងគេយកមកថតសារដើមឡើងវិញអញ្ចឹងទៅឬក៏គេបញ្ចេញបញ្ចូលអីផ្សេងៗបាទអាហ្នឹងគឺជាអត្ថប្រយោជន៍សម្រាប់អ្នកដែលស្រាវជ្រាវបន្ទាប់បាទហើយចំណុចទី5បាទចំណុចទី5ទំហំនិងដែនកំណត់នៅក្នុងចំណុចនេះគឺសូមឲ្យសាស្ត្រាចារ្យដឹកនាំហ្នឹងគឺញែកឲ្យដាច់ទំហំផ្សេងដែនកំណត់ផ្សេងបាទអញ្ចឹងកន្លែងនេះបាទចំណុចនេះគឺសំខាន់ណាស់បាទសំខាន់ណាស់ចំពោះព្រោះវាជាចំណុចដែលត្រូវបង្ហាញអំពីគម្រោងនិស្សិតធ្វើបានដល់កម្រិតណាហើយចំណែកដែនកំណត់គាត់អត់បានធ្វើអីខ្លះបាទហ្នឹងគេហៅដែនកំណត់អញ្ចឹងនេះខ្ញុំមានជាឧទាហរណ៍ខ្លះបាទទំហំឧទាហរណ៍ការសិក្សាផ្ដោតទៅលើការអភិវឌ្ឍ Math POS បាទអញ្ចឹងឧទាហរណ៍ system Math មួយចុះបាទអញ្ចឹងសម្រាប់គ្រប់គ្រងប្រតិបត្តិការលក់នៅក្នុងហាងលក់ទំនិញបាទបានថាគាត់អាចគ្រប់គ្រងបានsystem របស់គាត់ហ្នឹងគ្រប់គ្រងបានទៅលើហាងលក់ទំនិញខ្នាតតូចនិងមធ្យមបាទมันអាចទៅជា supermarket បានទេបាទ system របស់គាត់มันអាចគ្រប់គ្រងដល់ supermarket ទេណាបាទហើយប្រព័ន្ធនេះរួមបញ្ចូលមុខងារសំខាន់ៗយ៉ាងនេះនេះបានហៅទំហំនេះគាត់អាចគ្រប់គ្រងទំនិញគ្រប់គ្រងការលក់គ្រប់គ្រងវិក័យប័ត្រគ្រប់គ្រង stock គ្រប់គ្រងអ្នកប្រើប្រាស់គ្រប់គ្រងបាទបង្កើតរបាយការណ៍ផ្សេងអាហ្នឹងគេហៅទំហំដែលធ្វើបានបាទហើយចំណែកដែនកំណត់វិញគឺជាអ្វីដែលគាត់ធ្វើនិយាយចំធ្វើបានប៉ុន្តែធ្វើមិនទាន់ល្អឬក៏គេហៅថានៅមានកម្រិតបាទអញ្ចឹងឧទាហរណ៍ដូចជានេះគេมันអាចនេះវាគ្រប់គ្រងបានតែម៉ាតូចទេហើយនឹងមធ្យមទេมันអាចគ្រប់គ្រងទៅដល់ការគ្រប់គ្រងច្រើនសាខាបានទេបាទចឹងបានថា system របស់គាត់អត់ទាន់បាយសាខាបានហើយមួយទៀតมันអាចលក់តាមអនឡាញបានណាអត់ទាន់មានធ្វើជា mobile app សម្រាប់លក់តាម app ទេបាទនឹងហើយគឺជាចំណុចបាទចំណុចគេថាដែនកំណត់បាទអញ្ចឹងខ្ញុំឃើញនិស្សិតគាត់ភាគច្រើនគាត់ដាក់ទំហំនឹងដែនកំណត់ហ្នឹងគាត់សរសេរចូលគ្នាតែម្ដងហើយចំណុចហ្នឹងគឺហាមអត់ឲ្យត្រេទេណាបាទ no ត្រេបាទអត់ត្រេទេបាទអញ្ចឹងសូមឲ្យគាត់សរសេរតគ្នាមកបាទហើយចែកចេញតែពីត្រេនិយាយចំគឺយើងចូល tab ចំនួន2 tab ទី1គឺ tab ទំហំ tab ទី2គឺ tab ដែនកំណត់បាទឲ្យគាត់ចូលតែ2 tab ទេមួយទៀតតកតងជាមួយនឹងពាក្យកន្លឹះបាទពាក្យកន្លឹះគឺมัน
អីទេខ្ញុំជឿថាសាស្ត្រាចារ្យទាំងអស់ពិតជាយល់ហើយពាក្យកន្លឹះបាទគឺជាពាក្យមួយដែលជានាំឲ្យនិស្សិតហ្នឹងអាចឈានទៅដល់ការបកស្រាយប្រធានបទបានដែរអញ្ចឹងពាក្យកន្លឹះហ្នឹងគឺជាពាក្យសំខាន់បាទអញ្ចឹងយើងអាចដាក់វាពី5ទៅ10ពាក្យអីទៅបានហើយបាទពាក្យកន្លឹះគឺជាពាក្យដែលមានសារៈប្រយោជន៍បាទពាក្យដែលវាសំខាន់មានអត្ថប្រយោជន៍ក្នុងការធ្វើសាររបស់យើងឧទាហរណ៍ដូចជាប្រព័ន្ធគ្រប់គ្រងការលក់ឃើញទេស្អីគេជាប្រព័ន្ធគ្រប់គ្រងការលក់បាទតោះតែយើងដឹងវាបាទយើងអាចបង្កើតវាចេញស្អីគេជាមូលដ្ឋានទិន្នន័យស្អីគេជា stock អាហ្នឹងហើយគឺជាពាក្យកន្លឹះបាទអញ្ចឹងយើងប្រើ5ទៅ10ពាក្យទៅបាទហើយបាទឬក៏លើសពីហ្នឹងក៏លើសចុះអត់អីទេប៉ុន្តែគាត់ថាពាក្យកន្លឹះវាមិនគូមានច្រើនពេកទេបាទកន្លែងហ្នឹងបាទអញ្ចឹងយើងចូលមកដល់ចំណុចទី2រំលឹកទ្រឹស្ដីសម្រាប់ចំណុចរំលឹកទ្រឹស្ដីនេះបាទគឺគាត់ចំណុចនេះគឺនិស្សិតលើកយកតែទ្រឹស្ដីណាដែលពាក់ព័ន្ធទៅនឹងការអនុវត្តតែប៉ុណ្ណោះបាទអញ្ចឹងទ្រឹស្ដីជួនកាលគាត់ខ្លាចសភៅរបស់គាត់នឹងសរសេរទៅបានតិចអញ្ចឹងគាត់យកមកទ្រឹស្ដីណាក៏គាត់យកមកដែរបាទអត់ពាក់ព័ន្ធនឹងអ្វីដែលគាត់ធ្វើក៏គាត់យកមកប្រើដែរបាទអញ្ចឹងឧទាហរណ៍ថាបង្កើត website ដើម្បីគ្រប់គ្រង mark អញ្ចឹង website ហ្នឹងនេះគាត់ប្រើស្អីគេបង្កើត website អញ្ចឹងគាត់ប្រើភាសា HTML ភាសា JavaScript អីចឹងទៅហ្នឹងគឺសិតតែជាភាសាដែលគាត់យកមកបង្កើតអញ្ចឹងមានអីទៀតយកមកដាក់អស់មកប៉ុន្តែអ្វីដែលគាត់មិនបានយកមកធ្វើទេសូមកុំឲ្យរំលេចនៅក្នុងហ្នឹងបាទបើថានៅក្នុងរំលឹកទ្រឹស្ដីគឺមិនអនុញ្ញាតឲ្យយកទ្រឹស្ដីផ្សេងក្រៅពីការអនុវត្តហ្នឹងយកមកប្រើទេបាទចូលមកដល់ចំណុចទី3វិធីសាស្ត្រនៃការស្រាវជ្រាវបាទអញ្ចឹងវិធីសាស្ត្រនៃការស្រាវជ្រាវគឺយើងដើរតាម guideline បាទ guideline ដែលខ្ញុំបានបង្ហាញមិញហ្នឹងគឺទី1គឺត្រូវតែមាននេះវិធីសាស្ត្រធ្វើគំរូហើយវិធីសាស្ត្រធ្វើគំរូខ្ញុំបានសិក្សាអស់ហើយខ្ញុំឃើញថាយើងដើរតាមក្បួន SDLC នេះទៅទាំងអស់គ្នាណាខ្ញុំគិតថាល្អណាស់ទាំង network ទាំង IT អីគឺគ្រាន់តែថាយើងឆ្នៃវាចេញទី1 system planning planning នេះបើនិយាយចំទៅគឺគេហៅថាជាផែនការនៅក្នុងការធ្វើប៉ុន្តែគាត់ថាគេមុននឹងធ្វើហ្នឹងគេត្រូវដឹងថាតើបើសិនណាជាករណីដែលធ្វើប្រព័ន្ធមួយឬក៏ធ្វើវីដេអូមួយថាតើត្រូវចំណាយអស់លុយប្រមាណបើធ្វើហើយវាចំណេញអីខ្លះបាទណាតើតែដឹងពីគម្រោងចំណាយហើយវាចំណេញបានយើងចាប់ផ្ដើមទៅ analyze ធ្វើបាទអញ្ចឹងការវិភាគធ្វើនេះការដែលយើងទៅ analyze ធ្វើហ្នឹងគឺវិធីសាស្ត្រ analyze ហ្នឹងគឺយើងទៅចុះទៅប្រមូលទិន្នន័យទេបាទណាប្រមូលហើយបានយកវាមកវិភាគប្រមូលហើយបានយកមកវិភាគបាទសម្រាប់អ្នកធ្វើខាង digital បាទទី1គឺគាត់សិក្សាថាតើគាត់ត្រូវចំណាយអស់ប៉ុន្មានបើសិនណាជាថតវីដេអូមួយហ្នឹងហើយបើថតហើយគាត់បាទនឹងផ្ដល់អត្ថប្រយោជន៍អីខ្លះនៅក្នុងវីដេអូមួយហ្នឹងបាទហើយបានគាត់ចុះទៅប្រមូលទិន្នន័យដូចគ្នាគាត់ត្រូវទៅថតឡើងណាគាត់ទៅស្នើសុំគេរបៀបម៉េចអីរបៀបម៉េចឬក៏គាត់ត្រូវសម្ភាសជាមួយនឹងនរណាដើម្បីឲ្យចេញជាសាច់រឿងផ្សេងៗបាទហើយចំណុចទី3គឺយើង design បាទចំណុច design បាទសម្រាប់អ្នក IT គឺយើងមាន network ហើយនឹង program បើចំណុចខាង program ស្រួលទេ design គឺយើងពូលតែគម្រោង network ណាថា server នៅតាណាបាទហើយតទៅកាន់ client មានប្រមាណ office ណា office ទី1 office ទី2 office ទី3បាទហ្នឹងគឺតាក់ទងជាមួយនឹងការ design របស់គាត់បាទអាហ្នឹង design ប្លង់ចំណែកខាងprogram វិញច្រើនចាំតិចទៀតខ្ញុំនឹងមានលម្អិតនៅខាងក្រោមខ្លះបាទហើយ implement គឺចាប់ផ្ដើមធ្វើបាទចាប់ផ្ដើមថតចាប់ផ្ដើមអីចឹងលើខាង digital គឺគាត់ចាប់ផ្ដើមថតហើយបាទដល់ពេល network គាត់ចាប់ផ្ដើមដំឡើងណាបាទគាត់ដំឡើងគាត់ធ្វើអីខ្លះបាទហើយ design ខាង digital ក៏ចឹងដែរយើងតុបតែងតួអង្គរបៀបម៉េចអីរបៀបម៉េចអាហ្នឹងដូចជា
តាក់ទងជាមួយនឹងការគូសតាក់ទងជាមួយនឹងរៀបចំអាមេតិកា content ហ្នឹងបាទអានឹង design ដូចគ្នាបាទហើយ implement យើងចាប់ផ្ដើមថតហើយ testing យើងចាប់ផ្ដើមមើលពីភាពខ្វះខាតបាទមើល network ឬក៏ program យើង test ទៅយើងដឹងថាអូវាខុសត្រង់ណាមាន error ត្រង់ណាបាទហើយថែទាំបាទគ្នាថែទាំប៉ុន្តែចំណុចនេះបើសិនណាជាខាងនេះខាង digital ខាង digital ចំណុចហ្នឹងគឺយើងមិនចាំបាច់និយាយក៏បានដែរព្រោះដោយសារយើងថតហើយយើងមើលពីសកម្មភាពដែលវាបញ្ហា error អីហើយយើងកែកត់ឈុតឆាកអីហើយយើងចាប់ផ្ដើមបាទយកមកប្រើប្រាស់បានតែម្ដងអូខេអញ្ចឹងសម្រាប់ចំណុចនីមួយៗបាទ DMD អ្នកណា DMD គឺគេរៀបចេញទៅជា6ជំហានដែរហើយគ្រាន់តែថាកន្លែង design នេះកន្លែង DMD បាទអញ្ចឹងកន្លែង design ហ្នឹងគឺគាត់ design ពុំគំរូអញ្ចឹងទៅបាទហើយប្រមូលតន្ត្រីដូចគ្នាវិភាគដូចគ្នាបាទហើយ implement គាត់ផលិតទៅជាវីដេអូទៅជា poster ទៅជាអីចឹងទៅបាទហើយចំណែកតេស្តគឺគាត់ចាប់ផ្ដើមទទួលមតិកែលម្អធម្មតាចាក់រឿងចាក់អីគេមើលទៅគឺគេឲ្យយោបល់អីផ្សេងៗយើងអាចកែកលនៅតាមហ្នឹងបាទ testing ហ្នឹងឯងបាទ maintenance គឺការរៀបចំបាទចុងក្រោយគឺការពារហើយបើសិនណាជាយកអាហ្នឹងគឺចំណុចចុងក្រោយហ្នឹងគឺយើងយកវាមកចាក់ឲ្យដើម្បីឲ្យគណៈកម្មការមើលហើយបាទគឺចំណុចចុងក្រោយហ្នឹងអញ្ចឹងចំណុចនីមួយបាទដូច planning ហ្នឹងគាត់ធ្វើអីខ្លះអញ្ចឹងឲ្យគាត់និយាយមកបាទបន្ទាប់មកទី2 analysis គាត់ធ្វើអីខ្លះគាត់និយាយពីការងារជាក់ស្ដែងរបស់គាត់មកបាទអាហ្នឹងគឺជាវិធីសាស្ត្រនៅក្នុងការស្រាវជ្រាវអញ្ចឹងគាត់យកពីមេរៀនហើយគូផ្សំជាមួយនឹងអ្វីដែលគាត់អនុវត្តហ្នឹងចុះមកធ្វើពិតប្រាកដបាទកន្លែងហ្នឹងអញ្ចឹងមិនមែននិយាយតែទ្រឹស្ដីណាខ្ញុំឃើញនិស្សិតភាគច្រើនគាត់ copy paste ទ្រឹស្ដីរបស់ពីចេញពីសភៅ SDLC ហ្នឹងយកមកប្រើមកបាទអញ្ចឹងកន្លែងហ្នឹងឲ្យគាត់និយាយទ្រឹស្ដីគាត់និយាយចុះប៉ុន្តែគាត់ត្រូវនិយាយពីការដែលគាត់ធ្វើនោះថាតើប្រជិចរបស់គាត់ហ្នឹងពេលដែលធ្វើទៅវាទទួលបានគុណសម្បត្តិចំណាយរបៀបម៉េចអីរបៀបម៉េចបាទហើយតកតមួយសិក្សាតម្រូវការក៏ចឹងដែរគាត់ត្រូវដឹងថា system របស់គាត់ត្រូវការអីខ្លះមិនមែនយកសភៅមកនិយាយទេបាទមួយទៀតតកតងជាមួយនឹងប្រភេទទិន្នន័យបាទអញ្ចឹងមានពីរនេះអត់ចោលទេទិន្នន័យចម្បងទិន្នន័យបន្ទាប់ផ្សំបាទទិន្នន័យចម្បងគាត់ទៅប្រមូលវាមិនមែនសរសេរនិយមន័យទិន្នន័យចម្បងទេនិស្សិតភាគច្រើនសរសេរនិយមន័យយកតែម្ដងទិន្នន័យចម្បងគឺយើងត្រូវតែប្រាប់គេថាយើងបានចុះទៅសម្ភាសយើងទៅមើលឯកសារយើងចងក្រងបានអីខ្លះបាទតាមយកមកប្រាប់គេនៅក្នុងសភៅសាស្ត្របាទត្រឹមត្រូវបាទមួយទៀតការសម្ភាសបាទនេះឃើញទេគាត់បានចុះទៅសម្ភាសចុះទៅអីចឹងទៅសម្ភាសគាត់សម្ភាសមួយណាគេខ្លះបាទឲ្យគាត់រៀបរាប់រចនាសម្ព័ន្ធនៅក្នុងនោះមកការអង្កេតបាទ network ក៏អង្កេត IT ក៏អង្កេតបាទហើយសំបីតា digital ក៏ត្រូវយើងត្រូវការអង្កេតដែរមើលប្លង់ទីតាំងដែលត្រូវថតផ្សេងៗហ្នឹងគឺសិតតែជាការអង្កេតរបស់យើងបាទហើយសំបីតាយើងអង្កេតទៅលើតួអង្គផ្សេងៗពីណាសំដៅតួកាចពីណាសំដៅតួ slow ទៅយើងសិតតែជាការអង្កេតរបស់យើងបាទហើយនេះគឺជាកម្រងសំណួរឲ្យគាត់ដាក់ជាកម្រងសំណួរបាទកម្រងសំណួររបស់គាត់ហ្នឹងគាត់អាចបានថាគាត់មានរៀបចំជាកម្រងសំណួរប៉ុន្តែកម្រងសំណួរពិតប្រាកដគេដាក់នៅខាងក្រោមបាទនេះក៏គាត់បានថាគាត់ប្រជុំគ្នាធ្វើកម្រងសំណួរធ្វើរៀបចំសំណួរដើម្បីយកទៅសួរសំណួររបស់គាត់មានប្រមាណមាន10សំណួរអញ្ចឹងទៅបាទប៉ុណ្្នឹងទេគាត់តែរៀបរាប់ពីនីតិវិធីគាត់ធ្វើទេបាទវិធីសាស្ត្រដែលគាត់ត្រូវធ្វើគាត់ត្រូវមានកម្រងសំណួរប៉ុន្តែកម្រងសំណួរហ្នឹងមិនមែនឲ្យគាត់ដាក់សំណួរនៅហ្នឹងទេសំណួរគឺគេដាក់នៅឧបសម្ព័ន្ធបាទតិចទៀតខ្ញុំនឹងចុះទៅដល់ឧបសម្ព័ន្ធណាបាទមួយទៀតតកតងជាមួយនឹងការសិក្សាឯកសារបាទការសិក្សាឯកសារទាំង IT ទាំង network គឺយើងចុះទៅក្រុមហ៊ុនយើងធម្មតាយើងមើលខាងផ្នែក software សម្បូរបើខាង network យ៉ាងច្រើនណាស់យើងទៅមើលប្លង់អាគារចាស់របស់គេទេប៉ុន្តែបើសិនណាជាខាង IT វិញខាង program វិញគឺគាត់ទៅមើលរបាយការណ៍ទៅមើលសំបីតែវិក័យប័ត្រដែលគេចេញជូនភ្ញៀវអីគឺយើងត្រូវមើលទាំងអស់
បាទហើយចំណែកខាង digital មើលឯកសារគឺជួនកាលយើងដឹកនាំតាក់ទងជាមួយនឹងការថតប្រព័ន្ធប្រសាទអង្គរអញ្ចឹងទៅយើងទៅអានឯកសារអីខ្លះណាដើម្បីយើងប្រមូលយកឯកសារយើងមកប្រើប្រាស់ដើម្បីធ្វើជាវីដេអូរបស់យើងនឹងឯងបាទចំណុចទី4តាក់ទងជាមួយនឹងវិធីសាស្ត្រវិភាគនិងរៀបចំគម្រោងបាទអញ្ចឹងការវិភាគតម្រូវការនេះវិធីសាស្ត្រវិភាគវាមានវិភាគនិងគម្រោងរបស់យើងបាទអញ្ចឹងឥឡូវវិភាគគឺយើងវិភាគទៅលើតម្រូវការវិញវិភាគទៅលើតម្រូវការវាចែកចេញជាពីរវាមាន functional requirement ហើយនិងnon functional requirement បាទអាមួយគឺជាតម្រូវការមុខងារចាំបាច់ហ្មងដែលត្រូវតែធ្វើបាទតាមពិតអាពីរនោះមុខងារដូចគ្នាបានថានៅក្នុង system របស់យើងវាត្រូវមានមុខងារអីខ្លះឧទាហរណ៍ថាការចូលប្រើប្រាស់ប្រព័ន្ធគឺត្រូវតែគឺតែខាតត្រូវតែមានlogin មកបាទត្រូវតែមាន login ឧទាហរណ៍ដូចខាង digital គឺត្រូវតែមានចំណងជើងត្រូវតែមានគេហៅថាឈុតបើកឆាកអីចឹងណាហ្នឹងគឺត្រូវតែមានចឹងបាទការគ្រប់គ្រងអ្នកប្រើប្រាស់ user ក៏ត្រូវតែមានតែខាតត្រូវតែមានឧទាហរណ៍ណាអាហ្នឹងគឺសុទ្ធតែជាគេហៅថា functional requirement ចំណែក non functional requirement វិញគឺជាតម្រូវការដែលអាចធ្វើនៅពេលក្រោយបានឧទាហរណ៍ភាពងាយស្រួលនៅក្នុងការប្រើប្រាស់អាហ្នឹងជួនកាលយើងធ្វើទៅ interface របស់យើងអា user interface ហ្នឹងយើងវាអត់ទាន់ស្អាតទេអញ្ចឹងចាំពេលក្រោយចាំយើងកែឲ្យវាល្អជាងហ្នឹងល្បឿនណាយើងធ្វើទៅវាបានល្អហើយយើងបានន័យថាយើងធ្វើទៅប្រព័ន្ធហ្នឹងដំណើរការបានគ្រប់ការងារទាំងអស់ប៉ុន្តែវារៀងដើរយឺតបន្តិចបាទអាហ្នឹងគេហៅ non functional ដែលអស់ហ្នឹងគឺយើងអាចយកទៅកែកុននៅពេលក្រោយឬក៏យើងទុកឲ្យសិស្សប្អូនដើម្បីគាត់ធ្វើបានអាហ្នឹងណាបាទជួនកាលសុវត្ថិភាពយើងមានដែរមានប្រព័ន្ធ login ប៉ុន្តែយើងអត់ទាន់មាន firewall ទុកបាទអញ្ចឹងវាធ្វើឲ្យ login របស់យើងបានតែទៅបាយ username password ទេអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំជឿថាលោកសាស្ត្រាចារ្យទាំងអស់ហ្នឹងអាចមើលហើយបាទហើយបើសិនណាមានចម្ងល់អីឆ្ងល់អាចតាក់ទងសួរតាមខ្ញុំហើយនឹងលោកគ្រូបន្ថាបានណាបាទអូខេអញ្ចឹងតាក់ទងជាមួយនឹងចំណុចហ្នឹងគឺសូមបែងចែកចេញជាពីរណាបាទវិធីសាស្ត្រវិភាគបាញ់គឺយើងវិភាគអ្វីដែលជាតម្រូវការនៅក្នុងការប្រើប្រាស់ប្រព័ន្ធរបស់យើងបាទមួយទៀតគឺការរៀបចំគម្រោងបាទនេះការរៀបចំគម្រោងបាទអញ្ចឹងគាត់ធ្វើអីបាទគាត់ពិភាក្សាមួយសាស្ត្រាចារ្យដឹកនាំគាត់ទៅចុះឯកសារទៅអីអាហ្នឹងគាត់តែសង្ខេបមកវិញទេបាទអញ្ចឹងសូមឲ្យមាន7ដំណាក់កាលហ្នឹងហើយឲ្យមានព្រួយផងបើសិនណាជាករណីដែលយើងដំណើរការប្រព័ន្ធទៅប្រព័ន្ធយើងវាល្អល្អួលយើងទៅធ្វើអីគេត្រូវឡើងទៅលើនេះបាទអញ្ចឹងយើងទៅតេស្តវាសាកល្បងសាកឡើងវិញមើលហេតុអីបានដាក់ទៅប្រព័ន្ធនឹងវាអត់ smooth អញ្ចឹងបាទហើយដល់ពេលយើងតេស្តវាទៅឃើញមានបញ្ហាយើងទៅមើលកូដយើងទៀតបាទអាហ្នឹងវាឡើងបន្តគ្នាអញ្ចឹងទៅបាទអាហ្នឹងគឺគម្រោងរបស់យើងដែលយើងធ្វើតាមលក្ខណៈ waterfall ណាអាហ្នឹងដូចទឹកធ្លាក់អញ្ចឹងបានពីដំណាក់កាលមួយទៅដំណាក់កាលមួយប៉ុន្តែពេលដែលមានបញ្ហាយើងអាចសាររឿងវាបានអាហ្នឹងគឺជាគម្រោងនៃការវិភាគរបស់យើងនេះការវិភាគបាទការវិភាគគឺជាតារាងពេលវេលាដែលជាទូទៅពេលវេលាហ្នឹងគឺខាងសាលាគេជាអ្នកកំណត់ទេសិស្សធ្វើប្រហែលខែអីប្រហែលខែប៉ុន្តែឲ្យគាត់យកខែទាំងអស់ហ្នឹងឧទាហរណ៍ថាខាងសាលាកំណត់ឲ្យគាត់ធ្វើ4ខែអញ្ចឹងក្នុងរយៈពេល4ខែហ្នឹងគាត់ធ្វើអីខ្លះនៅក្នុងសប្តាហ៍ទី1អញ្ចឹងនៅក្នុងមួយខែវាចែកចេញជា4សប្តាហ៍នេះមួយខែវាមាន4សប្តាហ៍អញ្ចឹងនៅក្នុងសប្តាហ៍ដូចថាខែទី1សប្តាហ៍ទី1គាត់ធ្វើអីខែទី2ខែទី1សប្តាហ៍ទី2គាត់ធ្វើអីបាទអញ្ចឹងឲ្យគាត់នេះរៀបចំសំណើធ្វើអីអញ្ចឹងទៅបាទរហូតដល់ចុងក្រោយបញ្ចប់ចំណុចមួយទៀតតកតងជាមួយនឹងវិធីសាស្ត្រនៅក្នុងការអនុវត្តអញ្ចឹងអានេះមិន3ចុចទេណាបាទនេះ3.4 3.4.2 អញ្ចឹងចំណុចទី3.4គឺចប់ទាំងហ្នឹងបាទហើយចូលមកដល់ចំណុចទី3.5វិធីសាស្ត្រវិធីសាស្ត្រអនុវត្តបាទចំណុចនេះគឺត្រូវបង្ហាញពីរបៀបអភិវឌ្ឍប្រព័ន្ធដែរបាទអញ្ចឹងតើគាត់ធ្វើប្រព័ន្ធហ្នឹងគាត់ធ្វើរបៀបមិនខ្លះនេះអញ្ចឹងគាត់ត្រូវមាន front end back end database server ត្រូវមានអីខ្លះហើយគាត់ប្រើកម្មវិធីអីបាទ
ថ្ងៃ network បាទក៏ដូចគ្នាដែរគាត់មាន server របស់គាត់ធ្វើប្រើកម្មវិធីអីបាទហើយម៉ាស៊ីន client របៀបម៉េចអីរបៀបម៉េចបាទហើយចំណែក digital បាទ front end back end របស់គាត់បាទន័យថាអាហ្នឹងដូចឈុតក្រៅឆាកឈុតអីចឹងបាទអាហ្នឹងគាត់ប្រើកាមេរ៉ាប្រើអីថតអីចឹងទៅឬក៏គាត់ប្រើអី edit បាទដូចជាការកាត់តរបស់គាត់ប្រើកម្មវិធីអីការបញ្ចូលសម្លេងគាត់ប្រើកម្មវិធីអីចឹងណាបាទអូខេចឹងមួយទៀតតកតងជាមួយនឹងដំណាក់កាលនៅក្នុងការអភិវឌ្ឍវិញបាទចឹងបើ database របស់យើងដឹងហើយថាទី1យើងបង្កើត database table បន្ទាប់មកបង្កើត form login បាទបន្ទាប់មកយើងសរសេរ SQL បាទក្រាត់នោះគឺតកតងជាមួយនឹងinsert update delete បាទពួកហ្នឹងបាទC ហ្នឹង create ទៅបាទO ហ្នឹង receive បាទអាហ្នឹង select ទេបាទ U update D delete បាទអាហ្នឹងគេហៅ grad បាទអញ្ចឹងការបង្កើតមុខងារលក់នឹងចេញវិក័យប័ត្របាទអាហ្នឹងទី4បន្ទាប់ពីយើងសរសេរ SQL ហើយយើងធ្វើអីចឹងទៅបាទអញ្ចឹងnetwork ក៏ដូចគ្នាដែរដំបូងគាត់ត្រូវធ្វើម៉េចបាទតម្លើង server សិនឬក៏ set up server របៀបម៉េចអាហ្នឹងគឺជាដំណាក់កាលរបស់គាត់គាត់ត្រូវធ្វើហើយចំណែកខាង digital ក៏មិនពិបាកដែរបាទអញ្ចឹងគាត់មានប្លង់របស់គាត់ហើយបាទប្លង់នៅក្នុងការថតរបស់គាត់បាទមួយទៀតតកតងជាមួយនឹងវិធីសាស្ត្រតេស្តប្រព័ន្ធបាទវិធីសាស្ត្រតេស្តប្រព័ន្ធបាទយើងមាន unit testing integration testing បាទហើយនិង user asset testing បាទអញ្ចឹងunit testing ហ្នឹងបានថាបើ IT វិញយើងតេស្ត block បាទព្រោះថាតេស្តមក form គឺថា form login អញ្ចឹងយើងតេស្តវាមួយសិនទៅបាទហើយបន្តមកយើងតេស្តទៅលើ form sale form product អីចឹងទៅបាទហើយមើល network វិញយើងតេស្តដូចគ្នាបាទយើងតេស្ត department ទី1 department ទី2អីចឹងទៅបាទបន្តមក integrate គឺយើងតេស្តបញ្ចូលគ្នាបាទហើយដល់ពេលuser accept testing នេះគឺគាត់ន័យថាយើងយកទៅតេស្តជាមួយនឹងអាជីវកម្មម្ចាស់អាជីវកម្មហ្មងបានន័យថាយើងយកឲ្យបុគ្គលិកគេបញ្ចូលទិន្នន័យសាកឡងមើលបាទហើយម្ចាស់អាជីវកម្មនឹងគាត់សាកបង្កើតនិងគ្រប់គ្រង user មើលបាទបើគាត់អូខេអាហ្នឹងគេហៅថា user accept ហើយចំណែកខាង digital ក៏ដូចគ្នាដែរយើងមាន unit testing ហ្នឹងមើលថាយើងមើលមួយប្លង់ហើយយើងបញ្ចូលគ្នាកាត់បញ្ចូលគ្នាហើយ user accept testing បានន័យថាយើងមើលរួមគ្នាទៅថាតើវីដេអូរបស់យើងហ្នឹងវាដើរស្របគ្នាអត់បានន័យថាវាស៊ីការកាត់តរបស់យើងវាស៊ីសម្បត្តិគ្នាអត់អាហ្នឹង user accept បើថាមើលធៀបពិតមែនតើអាហ្នឹងគេចាក់បាទគេចាក់ឲ្យទស្សនីយភាពបានន័យគេចាក់សាកល្បងឲ្យប្រជាពលរដ្ឋពី3ខេត្តអីចឹងទៅឬក៏បាននៅខាងហ្នឹងគេហៅថា sample size បាទការ testing តាមតំបន់ផ្សេងបាទបើគេឯកភាពថាតំបន់នេះគេឯកភាពតំបន់នោះគេឯកភាពអាហ្នឹងគឺយើងអាចយកមកប្រើប្រាស់បានប៉ុន្តែគាត់ថាយើងសាធារណៈយើងមិនធំដល់ណាពេកទេបាទអញ្ចឹងយើងមើលទៅគ្រាន់តែមកក្រុមការងារយើងគិតថាល្អហើយអូខេយកមកដាក់បង្ហាញជូនគណៈកម្មការចុះបាទដើម្បីគណៈកម្មការគាត់វាតម្លៃទៅគាត់ឲ្យបន្ទុកធ្លាក់ជាប់ទៅតាមសារណាដែលគាត់ធ្វើហ្នឹងមួយទៀតតាក់ទងជាមួយនឹងបាទនេះគឺតេស្តរបស់គាត់បាទគាត់បាន log in ចូលទៅគាត់ចូលទៅកាន់ dashboard បានថាគាត់ចូលបានជោគជ័យហើយអីចឹងទៅបាទតាមពិតអាហ្នឹងគឺជោគជ័យទៅទាំងអស់ហ្នឹងដោយសារយើងជោគជ័យហើយបានយើងយកប្រព័ន្ធមកប្រើមកសរសេរជា bot ណាបាទចឹងនេះគ្រាន់តែជាតារាងទេឲ្យគេដឹងថាយើងបានតេស្តទៅលើអីខ្លះបាទហើយអាហ្នឹងក៏ជាចំណុចសម្រាប់ឲ្យគណៈកម្មការគាត់សួរដែរបាទគាត់បានធ្វើអីជោគជ័យអស់ហើយអញ្ចឹងដល់ពេលគាត់បង្ហាញ system បាទ login ទៅ error add product ទៅ add អត់ចូលអាហ្នឹងហើយគឺជាបញ្ហាដែលគេអាចដកបន្ទុកបានបាទអញ្ចឹងឃើញថាតម្រងទាំងអស់ហ្នឹងឃើញថានិស្សិតគាត់ធ្វើខុសមែនពីចំនួនមួយទៅកាន់ចំនួនមួយណាបាទហើយយ៉ាងទៀតខាងសាស្ត្រាចារ្យក៏យើងអត់បានយកគាត់មកគេហៅថាបុព្វបំពន់បានច្រើនដងដែរហើយដល់ពេលអញ្ចឹងទៅវាធ្វើឲ្យសារណារបស់យើងគឺកាន់តែឃ្លាតឆ្ងាយពី guideline របស់យើងកាន់តែខ្លាំងចឹងថ្ងៃនេះគឺក្នុងគោលបំណងគឺធ្វើម៉េចឲ្យសាស្ត្រាចារ្យទាំងអស់ជួយបង្រួមបាទការងារទាំងអស់ឲ្យចូលទៅតាម guideline នឹងវិញណាបាទតោះអញ្ចឹងចំណុចមួយទៀតការបង្ហាញលទ្ធផលបាទការបង្ហាញលទ្ធផលគឺបាទគាត់តែយើងអានទៅក៏យើងដឹងដែរថាការបង្ហាញលទ្ធផលហ្នឹងគឺជាលទ្ធផលដែលពួកគាត់ធ្វើបានហ្នឹងហើយណា
បាទសំបីតែតេស្តមិញអីមិញហ្នឹងគាត់គេប្រាប់ពីដំណាក់កាលឥឡូវតើយើងនិយាយពីលទ្ធផលវិញនេះការប្រមូលបានគាត់ទៅសម្ភាសគេបាទនេះហ្នឹងលទ្ធផលគាត់សម្ភាសម្ចាស់ហាងគាត់ថាបាច់គាត់ថារកឃើញបញ្ហាអីខ្លះគាត់ត្រេទៅហើយអានេះតម្រូវការប្រព័ន្ធបាទពេលដែលយើងកំណត់បញ្ហាហ្នឹងហើយអញ្ចឹងប្រព័ន្ធហ្នឹងត្រូវធ្វើមិនបាទដើម្បីដោះស្រាយបញ្ហាគាត់អាហ្នឹងគឺជាការបង្ហាញអំពីនេះលទ្ធផលបាទលទ្ធផលបានថាគាត់តែយើងសម្ភាសភ្លាមគឺយើងដឹងថាត្រូវធ្វើមិនហ្នឹងបាទដូចយើងទៅសរសេរ system លក់អីគេអញ្ចឹងគឺទៅដល់ឧទាហរណ៍ម្ចាស់ហាងថាពិបាកពិនិត្យការលក់ប្រចាំថ្ងៃបាទប៉ុណ្ណឹងយើងត្រូវតែបង្កើតរបាយការណ៍លក់ឲ្យគាត់ប៉ុន្តែគាត់អាចទាញ report មកមើលរបាយការណ៍ប្រចាំខែរបស់គាត់បាទគណនាតម្លៃយឺតបានថាគាត់ចុច Casio ឬក៏គាត់គិតមាត់បាទអញ្ចឹងយើងត្រូវមាននេះត្រូវការមុខងារគណនាមួយដើម្បីដោះស្រាយបញ្ហាបាទអាហ្នឹងលទ្ធផលបាទជាលទ្ធផលដែលគាត់ត្រូវតែធ្វើដើម្បីយកមកគ្រប់គ្រងបញ្ហាបាទចឹងសម្រាប់ខាង digital វិញខ្ញុំដូចជាមិនមានបទពិសោធន៍ដែរទេកន្លែងហ្នឹងបាទរកបញ្ហាឃើញបាទអញ្ចឹងយើងត្រូវបង្កើតអីដើម្បីដោះស្រាយណាប៉ុន្តែវាមិនខុសពីដូចខ្ញុំនិយាយមិនអញ្ចឹងថាឧទាហរណ៍ថាសង្គមបច្ចុប្បន្នវាមានបញ្ហាអីអញ្ចឹងទៅអញ្ចឹងយើងត្រូវថតឈុតណាដើម្បីយកមកដោះស្រាយសង្គមហ្នឹងណាបាទកន្លែងហ្នឹងបើតាមខ្ញុំគិតមើលទៅប្រហែលជាអាចអញ្ចឹងប៉ុន្តែលោកគ្រូដែលមានបទពិសោធន៍ខាង digital ច្រើនជួនកាលលោកគ្រូអាចដឹកនាំសិស្សនៅសាលាផ្សេងលោកគ្រូអាចជួយ recommend បានបើសិនសាលាខ្ញុំនេះបើនិយាយចំទៅមួយ cycle ហ្នឹងទៅបាន4ឆ្នាំទៅឆ្នាំហ្នឹងទេបាទអញ្ចឹងខ្ញុំក៏ទទួលស្គាល់ថាខ្លួនឯងមានបញ្ហាខ្វះខាតដែរត្រង់ចំណុចនេះបាទប៉ុន្តែដោយសារខ្ញុំចង់ឲ្យជាងចូលទៅក្នុង guideline តែមួយបាទគឺអត់ចង់ឲ្យឃ្លាតឆ្ងាយពី guideline ដែល president គាត់បានតាក់តែងមកទេបាទហើយយ៉ាងទៀតអត់ចង់ឲ្យទៅតាមខេត្តទៅស្រាប់តែគ្រូដឹកនាំចឹងណាគ្រូគាត់បរៀនសាលាផ្សេងគាត់យកសិស្សមកដឹកនាំគាត់ទៅយកជាគំរូសាលាផ្សេងយកមកប្រើវិញដល់ពេលអញ្ចឹងវាធ្វើឲ្យខុសពីគំរូរបស់សាលាយើងណាបាទអូខេអញ្ចឹងចំណុចនេះបាទអត់អីទេណាបាទយើងពិបាកយល់បន្តិចទេបាទព្រោះដោយសារធម្មតាទេអត្ថបទសារណាគឺយើងត្រូវការគិតវិភាគពិចារណាបាទសំបីតែសិស្សក៏យើងធ្វើ5 6នាក់មកទៅវាចេញជាលទ្ធផលបានល្អអញ្ចឹងមិនមែនត្រួសទេបាទអញ្ចឹងបានខ្ញុំបកស្រាយនេះសង្ឃឹមថាសាស្ត្រាចារ្យទាំងអស់អាចយល់បានមួយចំនួនហើយបើសិនណាជាមានការងារណាសពិលអីសូមមកតាក់ទងខាងមហាវិទ្យាល័យដើម្បីខាងមហាវិទ្យាល័យសម្រួលឲ្យយើងទៅបានទាំងអស់គ្នាណាបាទតោះអញ្ចឹងចំណុចទី4ហ្នឹងគឺនៃការអង្កេតបាទការអង្កេតកម្រងសំណួរយើងនិយាយសាកដើមឡើងវិញទេបាទបើនិយាយចំទៅគឺយើងយកអស់ក្នុងមកនិយាយសាកដើមឡើងវិញបាទតាក់ទងជាមួយអានេះគឺដោះស្រាយលទ្ធផលហើយអានេះគឺយើងយកអ្វីដែលយើងចុះទៅអង្កេតហ្នឹងយើងអង្កេតទៅលើអីខ្លះគឺយើងយកវាមកសរសេរសាកដើមឡើងវិញទិន្នន័យពីកម្រងសំណួរបានថាអឺអានេះទិន្នន័យពីការអង្កេតបើថាក្រោយពេលដែលយើងអង្កេតហើយយើងទទួលបានអីខ្លះហើយនេះទិន្នន័យពីកម្រងសំក្រពីកម្រងសំណួរបានថាក្រោយពេលដែលយើងរៀបកម្រងសំណួររបស់យើងនៅខ្វះចំណុចអីឬក៏យើងត្រូវការបានថាសំណួររបស់យើងហ្នឹងយើងចាត់ទុកថាគ្រប់គ្រាន់ហើយប៉ុន្តែយើងនៅទទួលលទ្ធផលមិនទាន់ល្អឬក៏បានល្អប្រសើររបៀបម៉េចសូមឲ្យសរសេរនៅក្នុងហ្នឹងនេះការវិភាគបាទការវិភាគគឺគាត់អាចវិភាគក្រោយពេលដែលគាត់ចុះប្រមូលទិន្នន័យបានថាគាត់អង្កេតមើលគាត់វិភាគអីផ្សេងហើយឃើញថាមានទី1គឺទទួលបានទិន្នន័យបាទ category បណ្ដា customer គឺត្រូវតែមានទិន្នន័យចឹងអាហ្នឹងគឺការវិភាគរបស់គាត់បាទហើយច្បាប់អាជីវកម្មគឺ business rule បាទឧទាហរណ៍ដូចជាvideo មានមុខងារជា manager បាទឧទាហរណ៍បុគ្គលិកម្នាក់មានមុខងារតែមួយអញ្ចឹងទៅបាទហើយvideo មាន user login តែមួយដូចគ្នាបាទហើយ category មួយបានថាផ្នែកនៃតំណែងមួយមានតំណែងច្រើនឧទាហរណ៍ថា soft drink មួយវាមាន Coca ផងមាន Pepsi ផងអញ្ចឹងណាបាទ sale បាទអាចលក់បានច្រើនមុខអីចឹងទៅបាទហ្នឹងហើយគឺសិតតែជាទិន្នន័យដែលយើងបានវិភាគចំណែកអ្នក network វិញក៏អញ្ចឹងដែរពេលដែលយើងវិភាគទៅយើងដឹងថាuser ហ្នឹងគាត់មានសិទ្ធិរបៀបម៉េចអីរបៀបម៉េចហ្នឹងបាទ
យកមកវិភាគដូចគ្នាបាទហើយអាការវិភាគហ្នឹងបានយើងយកវាមកគូសចេញទៅជាតារាងរៀបចំគម្រោងហើយរៀបចំគម្រោងនៅខាងnetwork ស្រួលទេបាទ network យើងគូតាទម្រង់បាទ network ដែលខ្ញុំបានបង្ហាញមុនហ្នឹងបាទបានថា server ទុកនៅទីតាំងណាមានការិយាល័យចំនួនប្រមាណអីផ្សេងៗបាទតែបើខាង program វិញច្រើនបាទហើយបើខាង DMD ដូចប្លង់អញ្ចឹងយើងដាក់ប្លង់ចូលមកមួយបាទអឺតួអង្គណាធ្វើអីតួអង្គណាធ្វើអីបាទថាសុំទុកកន្លែងខាង DMD តិចបាទខាងដាក់ប្លង់ហ្នឹងអត់ទាន់ទេអាហ្នឹងគឺចូលដល់កន្លែងបង្ហាញលទ្ធផលបាទដាក់ប្លង់ចូលនេះយើងរៀបតួអង្គរៀបអីទេហើយចំណែកខាង IT មាន use case diagram ហ្នឹងគឺតាក់ទងជាមួយនឹង user ម្នាក់ហ្នឹងគាត់អាចធ្វើឲ្យបានខ្លះបាទអាហ្នឹងហៅ use case បាទបើមានក៏មានទៅបណ្ឌិតភាគច្រើនណាស់ខ្ញុំមើលសភៅអត់ដែលមាន use case ទេបាទតែបើសិនណាជាអត់មានក៏អត់ចុះបាទព្រោះដោយសារគាត់ទម្លាប់អត់ហើយប៉ុន្តែគ្រូបរៀនគេបរៀនណាបាទអា use case ហ្នឹងគេបរៀនបាទប៉ុន្តែនិស្សិតគាត់មិនព្រមយកមកគូមួយទៀតតាក់ទងជាមួយនឹង context diagram បាទ context diagram គឺជា diagram មេបាទនេះខ្ញុំសុំចាប់ពីនេះទៅគឺខ្ញុំនិយាយតែផ្នែក program ទេណាបាទផ្នែក program គឺខាងសរសេរ code បាទអញ្ចឹងច្រើនអញ្ចឹង program គឺយើងទី1ត្រូវមាន use case ទៅបើសិនណាជាអាចធ្វើបានល្អណាស់បាទហើយទី2 context diagram គឺប្លង់មេបាទបានថា system របស់យើងនេះដាក់លេខ0ហើយមានអ្នកដែលពាក់ព័ន្ធណាខ្លះយើងដាក់វាមកជុំនឹងមកហើយកុំភ្លេចយើងលេខ0ណាបាទមួយទៀតតកតងមួយ data flow diagram អាហ្នឹងគឺជាប្លង់បំបែកបាទអញ្ចឹងខាង digital ខាង network អីយ៉ាងច្រើនបើខាង digital អត់មានដល់ហ្នឹងទេហើយបើខាង network មានដល់ប្លង់បំបែកនេះបាទគាត់អូសខ្សែទៅណាឬក៏គាត់មានrouter ឬក៏គាត់មាន access point មិនអីមិនបាទពីណាទៅណាហ្នឹងគឺកន្លែងហ្នឹងគឺ network ជាប្លង់របស់គាត់ហ្នឹងតែបើ IT វិញមានអា data នេះអា context diagram ហ្នឹងហើយ data flow ទៀត data flow ហ្នឹងចេញជា2 level ទៀតបើសិស្សគាត់បកកែគាត់បំបែកចេញទៅជា level 1 level 2ទៀតបាទប៉ុន្តែបើសិនណាជាករណីដែលគាត់មិនអាចទៅរួចទេត្រឹមតែ level 1មកបានហើយបាទហើយសូមឲ្យមានអាហ្នឹងគឺជាប្លង់ដែលអឺគណៈកម្មការគាត់មើលទៅគាត់ដឹងពីដំណើរការកូដថាកូដហ្នឹងវាដើរពីណាទៅណាបានណាអូខេអញ្ចឹងចំណែកទី3គឺសម្រាប់តអ្នក program ទេបាទអ្នក program ច្រើនបាទអញ្ចឹងខាង program នេះក្រោយពេលដែលយើងគូហើយគឺគេទាញយក entity relationship បានហើយ entity គឺយើងទាញចេញពីពួកនេះពួកហ្នឹងគេហៅពួក entity ឬក៏ data store នេះបាទពួកហ្នឹងគឺគេទាញវាយកមកប្រើអញ្ចឹងគណៈកម្មការសំទោសគ្រូដឹកនាំសូមមើលផងឧទាហរណ៍ស្រាប់តែគាត់មានអីគេខ្លះនេះគាត់មាន user គាត់មាន purchase គាត់មាន product គាត់មាន category ស្រាប់តែពូមកមានតែ4ហ្នឹងឯងបាទស្រាប់តែដល់ពេលនៅខាងក្រោមនេះគឺលេងគាត់ដាក់មកនេះមាន department ណាចុះមិញដូចគូមិញឬអត់មាន department ផងបាទអញ្ចឹងកន្លែងហ្នឹងសូមឲ្យគណៈកម្មការគាត់គ្រូដឹកនាំគាត់ជួយមើលផងបាទកន្លែងហ្នឹងមិនមែនចេះតែដាក់អាហ្នឹងគឺគេស្រង់ណាអាហ្នឹងគឺគេស្រង់ចេញពី data flow diagram ហ្នឹងយកប្រើតែម្ដងបាទអញ្ចឹងគ្រូដឹកនាំសូមមើលឡើងហ្នឹងមែនតើបាទព្រោះខុសឡើងហ្នឹងក៏ខាងគណៈកម្មការមានសិទ្ធិដកបន្ទូលដែរណាបន្ទាប់មកបានគេយកពួកហ្នឹងទៅរៀបចំជា data dictionary បាទ data dictionary ឧទាហរណ៍ computer company name បាទឈ្មោះក្រុមហ៊ុនស្រាបៀងអង្គរណាអញ្ចឹងយើងប្រើជា character ឬក៏ប្រើជា varchar អីផ្សេងហើយបើយើងសរសេរជាអក្សរខ្មែរយើងប្រើ n varchar អីចឹងទៅបាទអាហ្នឹងគឺ data dictionary ហើយដែលនៅក្នុង data dictionary ហ្នឹងមានតែ column ហើយ data type ហើយនឹង constraint របស់គេមកបាទឧទាហរណ៍ដូចជា invoice យើងប្រើជា auto number បាទមានចាក់ជា private key មានបាណាជា foreign key ទៅកាន់ employee ណាខ្លះបាទសំទោសបាទ foreign key ទៅកាន់ table ណាបាទណាអញ្ចឹងអាហ្នឹងគឺជា data dictionary អញ្ចឹងទី1ប្លង់គូប្លង់ដើម្បីទាញឲ្យចេញ entity បាន entity បាន relationship បានគេយកវាយក entity នីមួយនេះណា entity នីមួយហ្នឹងគេយកវាមករៀបថាតើ entity ណាមានប្រភេទអី
ក្រោយពេលដែលដឹងហើយបានយើងចូលមកដល់ database schema បាទអាហ្នឹងគឺ table relationship របស់យើងនឹងឯងបាទគាត់សង់នៅក្នុងកម្មវិធីអីសូមឲ្យយក relationship ពីកម្មវិធីហ្នឹងមកបើគាត់ប្រើនៅក្នុង SQL យក SQL មកបើយកពី MySQL យើងប្រើពី MySQL ទៅបើ Oracle យកចេញពី Oracle មកណាបាទអញ្ចឹងខ្ញុំឃើញនិស្សិតភាគច្រើនគាត់ទៅ copy ពីនិយាយទៅគាត់ចូល Google ហ្មងគាត់វាយ database schema ហ្នឹងគាត់យកមកហ្មងអញ្ចឹងវាធ្វើឲ្យរូបភាពហ្នឹងវាខុសគ្នាពីកម្មវិធីដែលគាត់ប្រើបាទអញ្ចឹងចំណុចទី 4.4 បាទគឺការអនុវត្តគឺជាដំណាក់កាលអភិវឌ្ឍប្រព័ន្ធតាមគម្រោងដែលបានរៀបចំហើយឃើញទេអញ្ចឹងគាត់មាន table ហើយនេះគាត់មាន table អីខ្លះអញ្ចឹងគាត់ចាប់ដើមយក table ហ្នឹងទៅបង្កើតបានហើយអញ្ចឹងទី1 data store របស់គាត់យើងនេះអានេះគឺជា data store ហើយបន្តមកបានយើងចាប់ដើមរៀបចំ interface មានអីខ្លះបាទអញ្ចឹងកន្លែងហ្នឹងហើយគឺខាង digital គាត់ត្រូវដាក់ឈុតបាទខាង digital គាត់ដាក់ឈុតឆាករបស់គាត់មកបាទឈុតទី1មានអីដូច scan អាហ្នឹងគេហៅ scan បាទ scan បាទឈុតទី1ឈុតទី2ឈុតទី3ណាបាទហើយបើខាង network កន្លែងហ្នឹងគឺគាត់រៀបនេះវិញបើសិនណាជាគ្រូដឹកនាំខាង network ណាគឺកន្លែងហ្នឹងគាត់ចាប់ផ្ដើមដំឡើង server គាត់ធ្វើអីខ្លះអញ្ចឹងយើងធ្វើបាទដាក់សរសេរជាអក្សរឬក៏សរសេរពីនីតិវិធីនៅក្នុងការដំឡើង server ដំឡើង client អីចឹងទៅណាបាទបញ្ចប់របស់គាត់ទៅអញ្ចឹង network ស្រួលជាងគេបើនិយាយចង់ទៅប៉ុន្តែបើ program ពិបាកជាងគេ program ពិបាកដល់ថា interface ហ្នឹងហើយគាត់ត្រូវគូ flow chart នេះទៀតនេះឧទាហរណ៍ដូចជា form login ចឹង form login គាត់អាចប្រើជា program flow chart ក៏បានប្រើជា pseudo code ក៏បានប្រើជា decision tree ក៏បានប្រើជា decision table ក៏បានបាទប៉ុន្តែអាពុននេះ pseudo code ហ្នឹងសិស្សភាគច្រើនគាត់ copy code ដាក់មកកន្លែងហ្នឹងមិនមែន code មិនមែនជា code ទេបាទកន្លែងហ្នឹងគឺជាភាសាដែលជាគេហៅថាភាសា standard ភាសាហ្នឹងគ្រាន់តែគេអានហើយគេអាចយកទៅសរសេរបានគ្រប់ភាសាទាំងអស់អាហ្នឹងគេហៅ pseudo code ចំណែក decision tree ក៏ដូចគ្នា decision table ក៏ដូចគ្នាបាទអញ្ចឹងចំណុចអស់នេះបាទបើសិនណាជាលោកសាស្ត្រាចារ្យចង់ដឹងអាចមកជួបខ្ញុំមានឯកសារគ្រប់គ្រាន់បាទចំណែក flow chart នេះគឺខ្ញុំជឿថាលោកសាស្ត្រាចារ្យភាគច្រើនគឺយល់អានឹងច្បាស់ដូចគ្នាបាទហើយ flow chart ហ្នឹងគឺយើងរៀននៅក្នុងមុខវិជ្ជា math បាទគណិតវិទ្យាអ្នកដែលរៀនខាង IT គឺឆ្នាំទី1ឆ្នាំទី1គឺគេឆ្នាំទី1ឆ្នាំទី2គឺគេបរៀនគូអាហ្នឹងបាទគូដើម្បីសម្ដែងឲ្យដឹងថាកូដហ្នឹងវាចេញពីណាទៅណាអញ្ចឹងពេលដែល start ហ្នឹងបានថាពេលដែលបើក form ហ្នឹងពេលដែលបើក form ហ្នឹងបន្ទាប់មក user គាត់ input username password គាត់ពេលដែល input ទៅបើសិនណាជាករណីដែលត្រូវគាត់ត្រូវធ្វើម៉េចបាទទៅ access ទៅកាន់ឬក៏ទៅបើក dashboard អីផ្សេងហើយបើ access ហ្នឹងអត់ត្រូវទេវាត្រូវទៅ load message ឬក៏វាត្រូវ loop ម្ដងហើយម្ដងទៀតអីចឹងទៅបាទអញ្ចឹងកន្លែងហ្នឹងភាគច្រើនខ្ញុំឃើញថានិស្សិតបើគូ flow chart គាត់ប្រហែលជាចេះគូច្រើនជាងបើ pseudo code បាទភាគច្រើនគាត់ទៅជា copy code ដាក់អញ្ចឹងកន្លែងហ្នឹងគេអត់យក code មកដាក់ទេចំណែក decision tree decision table ប្រហែលជាលោកសាស្ត្រាចារ្យប្រហែលជាសាស្ត្រាចារ្យខ្លះក៏គាត់អត់បានចាប់អារម្មណ៍ទៅដល់ហ្នឹងតែព្រោះហ្នឹងគេមានជាតារាងហ្មងជាតារាងហ្នឹងគាត់តែមើលតារាងហ្នឹងគឺយើងអាចសរសេរមកចេញជាកូដមកបាទអញ្ចឹងខ្ញុំដោយសារពេលវេលាវាខ្លីខ្ញុំមិនអាចយកមកបកស្រាយបានច្រើនទេហើយខ្ញុំឃើញនិស្សិតពីច្រើនគឺគាត់ប្រើនេះបាទណាបាទអញ្ចឹងសូមឲ្យមាននៅក្នុង form មួយគឺត្រូវតែមាន flow របស់វាមួយបាទអូខេសូម្បីតែ report ក៏ចឹងដែរបាទ report ក៏ត្រូវតែមាន flow ដែរដូចថា report ហ្នឹងពេលដែលយើងចុចទៅលើsearch ដូចថាយើងចុចទៅលើប៊ូតុង search ទៅពេលនោះវាទៅទាញ report ហ្នឹងមកដល់ពេលយើងចុច print report ហ្នឹងវាចេញមករបៀបម៉េចអីរបៀបម៉េចហ្នឹងគឺ flow របស់វាបើសិនណាជាគេវាយលក្ខខណ្ឌខុសឲ្យវាទៅធ្វើរបៀបម៉េចបាទអញ្ចឹងឲ្យវា loop ឲ្យវាអីចឹងទៅបាទអូខេអញ្ចឹងចំណុចទី 4.4 បាទហើយចុចទី2បានថាបង្ហាញលទ្ធផលហើយអញ្ចឹងអាហ្នឹងយើងដដែលទេដោយអាមាញ់បាទឡុកចូលជោគជ័យមិនជោគជ័យអីហ្នឹងបាទអាហ្នឹងគឺយើងសរសេរម្ដងទៀតអាមុនតាក់ទងជាមួយនឹងអីគេមិនមែនដដែលទេណាពីហ្នឹង
បាទមួយនេះគឺតាក់ទងជាមួយនឹងស្ថានភាពដែលយើងបានតេស្តពិតប្រាកដបាទមុននោះគឺតាក់ទងជាមួយនឹងបាទទម្រង់នៅក្នុងការធ្វើរបស់យើងឯងបានថាយើងនឹងធ្វើឲ្យមានអីបាទមកដល់ចំណុចទី5ការពិភាក្សាការពិភាក្សាគឺចែកចេញជាពីរវាមានគុណសម្បត្តិហើយនិងគុណវិបត្តិអញ្ចឹងគុណសម្បត្តិយើងឲ្យគាត់និយាយមកគុណសម្បត្តិតាក់ទងជាមួយនឹងប្រព័ន្ធឲ្យសុំឲ្យគាត់ classify មួយអញ្ចឹងបាទតាក់ទងជាមួយនឹងការកាត់បន្ថយកំហុសតាក់ទងមួយការគ្រប់គ្រង stop អីចឹងទៅបាទគ្រប់គ្រងមួយប្រសិទ្ធភាពការងារបាទអញ្ចឹងសូមឲ្យ classify មួយចឹងទៅបាទហើយចំណែកខាង digital វិញតាក់ទងជាមួយនឹងគឺថាផលប្រយោជន៍របស់សង្គមផលប្រយោជន៍តាក់ទងជាមួយនឹងមនុស្សទូទៅបាទឬក៏ផលប្រយោជន៍តាក់ទងជាមួយនឹងស្ថាប័នផ្សេងៗបាទហើយគុណវិបត្តិបាទគុណវិបត្តិក៏ដូចគ្នាដែរនេះគឺសិតតែជា classify ទាំងអស់បាទសូមបន្ត classify វាមួយបាទចឹងសូមលោកសាស្ត្រាចារ្យអានទៅហើយបើសិនណាជាអានហើយយើងរបត់បាទថាយើងឆ្នៃទៅជាការងាររបស់យើងបាទហើយអាចបន្ថែមបានណាបន្ថែមឬក៏បន្ថយបើសិនណាជាករណីដែលចំណុចរបស់ពួកយើងហ្នឹងករណីដែលចំណុចហ្នឹងវាដូចថាយើងគិតទៅវាតិចពេកយើងអាចបន្ថែមបើសិនណាជាច្រើនពេកយើងអាចបន្ថយអញ្ចឹងទៅណាខ្ញុំមើលដើម្បីទៅតាមអូខេចំណុចទី6បាទតាក់ទងជាមួយនឹងសេចក្តីសន្និដ្ឋាននិងអនុសាសន៍បាទចំណុចទី6គឺនិយាយតែពីរទេបានថាសេចក្តីសន្និដ្ឋានបានថាយើងសន្និដ្ឋានទៅលើប្រព័ន្ធថ្មីរបស់យើងហ្នឹងណាថាតើប្រព័ន្ធថ្មីរបស់យើងក្រោយពេលដែលយើងបង្កើតវាហើយវាល្អរបៀបមិនតាមពិតអាហ្នឹងគឺយកអានេះយកអាហ្នឹងមកយកគុណសម្បត្តិមកនិយាយហ្មងនិយាយចង់ប៉ុន្តែអត់ឲ្យត្រេទេបាទអត់ឲ្យត្រេទេគាត់យើងនិយាយរួមបាទនិយាយរួមអាហ្នឹងគេហៅថាសន្និដ្ឋានបាទសន្និដ្ឋានដូចយើងសន្មតអញ្ចឹងបាទសន្មតថារបស់យើងវាល្អប្រសើរប្រមាណភាគរយជួយសង្គមឬក៏ជួយម្ចាស់អាជីវកម្មនឹងបានប្រមាណភាគរយហ្នឹងអានេះសិតតែជាការសន្និដ្ឋានរបស់យើងហើយចំណែកអនុសាសន៍វិញបាទគឺសូមបញ្ជាក់ផងដែរថាអនុសាសន៍គឺយើងឲ្យអនុសាសន៍ដើម្បីឲ្យសិស្សជំនាន់ក្រោយយកទៅមើលបាទអញ្ចឹងឧទាហរណ៍ថា system របស់យើងគួរតែបន្ថែមអីដូចមិនអញ្ចឹងថាគួរតែធ្វើមិនអាចប្រើប្រាស់បានគ្រប់សាខាបាទធ្វើមិនអាចបង្កើតជា mobile app ដើម្បីឲ្យ user គាត់អាចបានថាអ្នកគិតលុយគាត់អាចគិតលុយតាមទូរស័ព្ទដៃតាមអីបានអញ្ចឹងណាអាហ្នឹងគឺអនុសាសន៍គឺជាសេចក្តីសន្និដ្ឋានបន្ថែមបានជាការឲ្យអនុសាសន៍ដើម្បីធ្វើមិនឲ្យ system របស់យើងកាន់តែប្រសើរឡើងនៅពេលក្រោយបាទដូចជាចិត្តចប់ហើយបាទឯកសារយោងគឺមកដល់ចំណុចនេះគឺយើងអត់ដាក់នេះទេណាអត់ដាក់លេខទំព័រទេសូមបញ្ជាក់ណាចាប់ពីចំណុចឯកសារយោងទៅនេះអនុសាសន៍គឺត្រឹមលេខទំព័របានថាបើមានអនុសាសន៍គឺយើងសេចក្តីសន្និដ្ឋានអនុសាសន៍គឺយើងដាក់លេខទំព័រហើយសម្រាប់អត្ថបទសារណាសូមបញ្ជាក់ផងដែរថា60ទំព័រយ៉ាងតិចចាប់ពី60ទំព័រឡើងទៅអញ្ចឹងឯកសារយោងគឺយើងអត់គិតទេហើយ60ទំព័រហ្នឹងគឺអត់រាប់ពីនិយាយទៅគឺរាប់ចាប់ពីចំណុចទី1គឺសេចក្តីផ្ដើមរាប់ពីចំណុចទី1គឺសេចក្តីផ្ដើមមកបាទសេចក្តីផ្ដើមទី2រំលឹកទ្រឹស្ដីទី3បាទវិធីសាស្ត្រស្រាវជ្រាវទី4តកតងជាមួយនឹងលទ្ធផលទី5គុណសម្បត្តិគុណវិបត្តិទី6សេចក្តីសន្និដ្ឋានបាទដល់ឯកសារយោងឈប់គិតហើយបាទអញ្ចឹងយើងរាប់ពពួកហ្នឹងធ្វើឲ្យបាន60ទំព័រអញ្ចឹងតកតងជាមួយនឹងឯកសារយោងវិញបាទសូមខ្ញុំបាទកែបាទគ្រូគាត់ថាគាត់កែឲ្យខ្ញុំហើយខ្ញុំអត់បានយករបស់គ្រូគាត់ថាមកនេះកន្លែងឯកសារយោងជំនួសខ្ញុំសូមអាប់ដេតកន្លែងហ្នឹងបាទដោយសារសិនមិញខ្ញុំអត់ដាក់ឲ្យគាត់កែហើយដល់ពេលហើយខ្ញុំយកអា slide ចាស់របស់ខ្ញុំយកមកនេះបាទតាមពិតទៅការសរសេរឯកសារយោងចាំតិចទៀតឲ្យគ្រូគាត់ថាគាត់បង្ហាញបន្តិចកន្លែងហ្នឹងបាទអញ្ចឹងដកស្រង់ពី website ផ្សេងៗបាទគាត់ថាយ៉ាងហោចណាស់ក៏យើងបាន10ឯកសារយោងណាស់ចឹងតិចបាទមើលសភៅបាន10ក្បាលចឹងតិចឬក៏មើល website មួយទៀតឧបសម្ព័ន្ធបាទនេះឧបសម្ព័ន្ធគឺយើងដាក់មកតាក់ទងជាមួយនឹងលិខិតសាលាចេញជូនបាទអញ្ចឹងជាទូទៅសិស្សបាទសូមលោកសាស្ត្រាចារ្យខាង digital បាទសិទ្ធិថ្មីដូចគ្នាអញ្ចឹងពេលដែលនិស្សិតគាត់ចាប់ផ្ដើមចុះសារណាគឺគាត់ត្រូវមកសុំលិខិតអនុញ្ញាតពីសាលាមួយបាទដើម្បីឲ្យចុះទៅស្នើសុំទៅតាមស្ថាប័នដែលពាក់ព័ន្ធសុំគាត់ធ្វើបាទអញ្
ចឹងនឹងគឺជាចំណុចទី1ដែលសាលាចេញជូនបន្ទាប់មកទៀតពេលដែលនិស្សិតគាត់ធ្វើហើយបាទចឹងបើសិនណាជាខាង digital វិញបើគាត់ថតទូទៅគាត់ប្រកាសជាអត់មានលិខិតបញ្ជាក់ទេបាទតែបើសិនណាជាគាត់ថតឲ្យស្ថាប័នណាមួយគឺមានលិខិតបញ្ជាក់ពីសមិទ្ធផលរបស់គាត់ចឹងឧទាហរណ៍និស្សិតទាំងប៉ុណ្្នឹងគាត់ពិតជាបានចុះមែនឬណាហើយឲ្យម្ចាស់ហាងគាត់សញ្ញេឬក៏វាយត្រាយមកបាទអាចវាយត្រាវាយអីចឹងទៅតែបើសិនណាជាអត់មានទេក៏ហើយចុះអត់បញ្ហាទេព្រោះកន្លែងហ្នឹងវាពិបាកដែរដោយសារអឺខាង digital ជាងគាត់ធ្វើជាវីដេអូខ្លួនឯងចឹងអត់មានស្ថាប័នចុះទេបាទហើយបើតាមមែនតើណាកន្លែងហ្នឹងបើអានេះដោយសារយើងនេះទេបើសិនណាជា digital បើតាមមែនតើគឺត្រូវតែវាយត្រាទទួលស្គាល់ពីក្រសួងវប្បធម៌បានយើងអាចយកមកដំណើរការបានណាបាទអានេះប៉ុន្តែគាត់ថាយើងមិនអាចទៅដល់នឹងបានទេព្រោះយើងតាក់ទងទៅខាងក្រសួងវប្បធម៌ផ្សេងៗវានៅធ្វើឲ្យយើងកាន់តែវែងឆ្ងាយណាបាទហើយកម្រងសំណួរដល់អ្នកដាក់ចូលហើយបន្ទាប់មកមានឯកសារអីផ្សេងៗទៀតទេដូចជាវិក័យប័ត្រដែលយើងរកឃើញអីផ្សេងៗបាទឬក៏ប្លង់អគារអីដែលយើងរកឃើញយើងដាក់ចូលហើយនេះគឺជាសកម្មភាពដែលយើងបានជួបណានិស្សិតហ្នឹងគាត់បានជួបជាមួយនឹងសាស្ត្រាចារ្យដឹកនាំអញ្ចឹងយើងអាចឲ្យគាត់ថតរូបហើយនេះក្រុមគាត់ជួបគ្នាតាមអនឡាញក្រុមគាត់ជួបគ្នាផ្ទាល់អីផ្សេងៗឬក៏សកម្មភាពដែលគាត់បានចុះទៅជួបម្ចាស់អាជីវកម្មអីតែដល់នេះឲ្យគាត់ថតទៅដាក់នៅក្នុងឧបករណ៍គាត់ទៅបាទអញ្ចឹងសម្រាប់អត្ថបទធ្វើសារណារបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទសូមឲ្យដើរតាម guideline ខាងលើនេះបាទសូមបញ្ជាក់ថា guideline របស់យើងគឺមានទី1បាទនេះសេចក្តីផ្ដើមត្រូវតែមានប៉ុណ្ណឹងបំណងដើមចំណោទបញ្ហាអីចឹងទៅរំលឹកទ្រឹស្ដីដែលខ្ញុំខ្វែងគឺបានថាយើងអត់យកតាមទេបានថាគាត់សេវាអីក៏សេទៅវិធីសាស្ត្រនៃការស្រាវជ្រាវត្រូវតែមានតាមហ្នឹងលទ្ធផលត្រូវតែមានតាមហ្នឹងនេះ41 42 43ណាបាទតូចនេះអត់គិតទេ41 42 43 44បាទត្រូវតែយកតាមហ្នឹងទាំងអស់ហើយការពិភាក្សាត្រូវតែមានគុណសម្បត្តិក៏បាទសេចក្តីសន្និដ្ឋានរបស់អនុសាសន៍ត្រូវតែមានពីរហ្នឹងបាទចំណែកឧបករណ៍នៃផ្សេងៗយើងអត់គិតទេបាទឡើយនេះខ្ញុំត្រូវលុបចោលដែរបាទអត់ដាក់ទេព្រោះឧបករណ៍ឯកសារយោងអត់មានលេខទំព័រទេបាទជាស្រេចអូខេអញ្ចឹងតើតើជាមួយនឹងការធ្វើសារណាបាទខ្ញុំមានប៉ុណ្ណឹងតើលោកសាស្ត្រាចារ្យមានអីឆ្ងល់ចង់សួរទេបាទបាទអត់អីអញ្ចឹងខ្ញុំអធិស្ឋានផងដោយសារកាមេរ៉ារបស់ laptop ខ្ញុំវាទៅជាបើកអត់ចេញទៅនឹងមិនស្គាល់ពីប្រភព hardware ហ្នឹងទៅបាទអត់ដល់បើកឃើញដល់ពេលអញ្ចឹងអត់មានបានបញ្ចេញជារូបភាពឲ្យឃើញសោះបាទចឹងអត់អីណាបាទអូខេអញ្ចឹងបើសិនណាជាអត់មានចម្ងល់អីទេបាទអញ្ចឹងខ្ញុំប្រកល់តួនាទីជូនទៅលោកគ្រូបន្ថាម្ដងបាទអញ្ចឹងលោកគ្រូបន្ថាអាចចាប់ផ្ដើមពីនេះទៅពីតើតើជាមួយនឹងឯកសារយោងបាទអូខេអរគុណបាទអរគុណលោកប្រិយបរិសបាទដែលបានផ្ដល់តួនាទីសម្រាប់ខ្ញុំបន្តបាទហើយសូមគោរពជំរាបសួរដល់លោកសាស្ត្រាចារ្យទាំងអស់បាទដែលមានវត្តមាននៅទីនេះបាទអញ្ចឹងខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹងឯកសារយោងបន្តិចទៅបាទតពីការងារគាត់ហើយចាំយើងចូលទៅរបៀបវិរៈរបស់យើងបន្តទៅទៀតបាទអញ្ចឹងនេះគឺនីតិវិធីក្នុងការសរសេរឯកសារយោងបាទទី1គ្រាន់ខាងខ្ញុំចង់បញ្ជាក់លោកសាស្ត្រាចារ្យដែលគាត់ជាអ្នកដឹកនាំសារណាបាទទាំងផ្នែក IT ក្តីទាំងផ្នែក Digital ក្តីទាំងបាទជំនាញ network ក្តីឬក៏ជំនាញ program ក្តីបាទអញ្ចឹងសម្រាប់អ្នកនិពន្ធបាទគឺយើងអត់ឲ្យដាក់តួនាទីរបស់អ្នកនិពន្ធទេបាទអញ្ចឹងបើសិនជាគាត់ទៅដកស្រង់ចេញពីសភៅឬក៏មេរៀនមុខវិជ្ជារបស់គ្រូដែលគាត់ធ្លាប់បរៀនគាត់តាំងពីឆ្នាំទី1រហូតមកដល់ឆ្នាំទី4ហ្នឹងបាទគឺឲ្យគាត់ដាក់ឈ្មោះគ្រូតែម្ដងមិនន័យថាអត់ប្រើពាក្យសាស្ត្រាចារ្យពីមុខឬក៏គាត់បាទជប់សូម share screen បន្តិចបាទខ្ញុំបាន share screen បាទ
អូខេបាទអញ្ចឹងគឺសម្រាប់ឯកសារយោងនេះបាទគឺលក្ខខណ្ឌនៅក្នុងការសរសេរបាទគឺយើងអាចប្រើប្រាស់ទូនាទីរបស់អ្នកនិពន្ធទេបាទអញ្ចឹងបើថាបើសិនជាគ្រូយើងអាចដាក់ពាក្យសាស្ត្រាចារ្យពីមុខឬក៏បាទ associate professor ឬក៏អីបាទគឺយើងអត់ប្រើប្រាស់ទេបាទឬក៏គាត់ជាឯកឧត្តមជាបណ្ឌិតជាអីក៏យើងអត់ប្រើដែរបាទអញ្ចឹងគឺយើងប្រើតែឈ្មោះគាត់ទេបាទហើយបន្ទាប់មកយើងខមាមួយហើយយើងបើកដំបូងកញ្ចក់យើងដាក់ឆ្នាំបោះពុម្ពទៅលើឯកសាររបស់គាត់បាទអញ្ចឹងឯកសាររបស់គាត់ហ្នឹងបោះពុម្ពនៅឆ្នាំណាយើងដាក់ឆ្នាំហ្នឹងទៅហើយបិទដំបូងកញ្ចក់វិញខមាមួយបន្តមកទៀតគឺចំណងជើងសភៅរបស់គាត់ដែលគាត់បានធ្វើឬក៏ចំណងជើងមេរៀនបាទនៅក្នុងចំណុចណាមួយដែលគាត់អាចដកស្រង់ចេញពីឯកសាររបស់គ្រូហ្នឹងបាទគឺសូមឲ្យគាត់ប្រើប្រាស់ជាលក្ខណៈអក្សរត្រេតបាទកន្លែងហ្នឹងគឺយើងប្រើប្រាស់ italic តែម្ដងបាទបន្ទាប់មកគឺទីកន្លែងបោះពុម្ពបាទអញ្ចឹងបើសិនជាគ្រូហ្នឹងបាទគាត់បរៀននៅបៀបរាយភ្នំពេញគឺយើងដាក់ស្កលចល័យបៀបរាយទីតាំងគោលរាជធានីភ្នំពេញហ្នឹងតែម្ដងបាទអញ្ចឹងបើសិនជាគាត់ទៅដកស្រង់តាមសភៅបាទរៀមច្បងរបស់គាត់ជាងការទៅគាត់ទៅដកស្រង់ពីសភៅរៀមច្បងនៅតាមបណ្ដាខេត្តអីបាទគឺគាត់អាចដាក់សាខាពីមុខបាទន័យថាគាត់ដាក់សាខាដកឃ្លាទីទៅសកលចល័យបៀបរាយខេត្តអីចឹងហ្មងបាទខេត្តតាកែវខេត្តសៀមរាបខេត្តអីចឹងទៅបាទព្រោះជួនកាលនិស្សិតមួយចំនួនការមើលសភៅរបស់គាត់មិនមែនគាត់មើលសភៅតែភ្នំពេញទេបាទជួនកាលគាត់មានមិត្តភ័ក្តិគាត់ឬក៏និស្សិតខ្លះគាត់ផ្ទេរពីសៀមរាបមករៀននៅភ្នំពេញបាទនិស្សិតខ្លះក៏ផ្ទេរពីតាកែវមករៀនភ្នំពេញអញ្ចឹងពេលដែលគាត់ទន្លេនៅក្នុងការធ្វើកិច្ចការសារណានេះជួនកាលគាត់ទៅសៀមរាបគាត់ទៅតាកែវគាត់អាចទៅបណ្ណាល័យនៅសាកលវិទ្យាល័យរបស់យើងនៅសាខានោះហើយគាត់បានទៅមើលសភៅរៀនច្បងនៅទីនោះហើយគាត់អាចដកស្រង់បាទយកមកដាក់បានដូចគ្នាបាទអញ្ចឹងគ្រាន់ថាសភៅដែលគាត់ដកស្រង់គឺគាត់អាចដាក់បាទសាខាទៅតែម្ដងប៉ុន្តែចំណុចនេះគឺខ្ញុំបានបរៀនគាត់អស់ហើយបាទទៅលើមុខវិជ្ជា research methodology បាទគ្រាន់តែចង់ជម្រាបលោកសាស្ត្រាចារ្យឲ្យយល់ទៅលើចំណុចនេះបាទដើម្បីជួយពិនិត្យនិស្សិតបាទកុំឲ្យគាត់មានការដាក់ខុសហើយមួយទៀតដែរសម្រាប់និមិត្តសញ្ញាដែលប្រើប្រាស់នៅក្នុងតួសារណាទាំងមូលបាទតាំងពីសេចក្តីផ្ដើមរហូតដល់សេចក្តីសន្និដ្ឋាននិងអនុសាសន៍នេះបាទហើយបូកជាមួយនឹងឯកសារយោងនឹងមួយទៀតគឺគេឲ្យយើងប្រើប្រាស់និមិត្តសញ្ញាបានតែពីរទេគឺសញ្ញាត្រេហ្នឹងបាទយើងហៅថាសញ្ញាទាញយានិងសញ្ញាដំមូលបាទអញ្ចឹងនៅក្នុងតួសារណាទាំងមូលនេះគឺយើងប្រើប្រាស់និមិត្តសញ្ញាបានតែពីរហ្នឹងគត់បាទអញ្ចឹងក្រៅពីហ្នឹងដូចជាសញ្ញាព្រួញសញ្ញាអីគឺបាទមិនអនុញ្ញាតទេបាទនៅក្នុងការសរសេរនៅក្នុងតួសារណាបាទអញ្ចឹងឲ្យសូមលោកសាស្ត្រាចារ្យដឹកនាំសូមជួយពិនិត្យកន្លែងហ្នឹងផងបាទព្រោះការបរៀនខ្ញុំបានបញ្យល់ហើយប៉ុន្តែខ្លាចសិស្សគាត់ធ្វើខុសនឹងនីតិវិធីបាទនៃការរៀនសម្រាប់មុខវិជ្ជា research ហ្នឹងបាទហើយមួយទៀតបើសិនជាគាត់យោងទៅតាម website បាទឬក៏ទៅតាម channel YouTube បាទឬក៏ទៅតាមបាទស្នាដៃរបស់អ្នកនិពន្ធណាមួយដែលគាត់បានផុសឬក៏គាត់បានបាទដាក់ទៅលើ channel របស់គាត់បាទសូមឲ្យគាត់ copy link address របស់ channel ហ្នឹងបាទយកមកដាក់តែម្ដងហើយយើងប្រើសញ្ញាត្រេពីមុខហើយដាក់ link ហ្នឹងតែម្ដងហើយអានេះគឺថ្ងៃខែនេះគឺសូមឲ្យគាត់ប្រើប្រាស់នៅក្នុងសញ្ញាឃ្នាបបាទអញ្ចឹងឃ្នាបនេះបើថាគាត់មើលនៅថ្ងៃណាគាត់ដាក់មកឧទាហរណ៍ថ្ងៃការបច្ឆេទដែលគាត់បានចូលទៅមើល channel ហ្នឹងគាត់មើលនៅថ្ងៃណាគាត់ដាក់ថ្ងៃខែហ្នឹងតែម្ដងបាទនេះគ្រាន់ជាការឧទាហរណ៍របស់ខាងខ្ញុំទេបាទបើថាខ្ញុំដាក់ថ្ងៃ2ទាំងអស់បាទអញ្ចឹងការបច្ឆេទនៃការមើលរបស់គាត់អាចខុសគ្នាបាទទៅតាមការស្រាវជ្រាវរបស់គាត់ណាបាទអញ្ចឹងគឺគាត់អាចដាក់កន្លែងហ្នឹងបានហើយនេះពេលដែលយើងយកមកធ្វើជាឯកសារសម្រាប់បងប្អូនឬក៏សិស្សប្អូនគាត់ចំនួនក្រោយបន្តទៅទៀតគឺគាត់អាចចុចលើ link ហ្នឹងគឺវានឹងចូលទៅដល់បាទ channel ឬក៏បាទ page ឬក៏ website ឬក៏ Facebook របស់បាទដែលគាត់បានមើលនឹងតែម្ដងដែលគាត់បានbenchmark ឬក៏គាត់បានដកស្រង់បាទចំណុចខ្លះបាទអំពីស្នាដៃរបស់អ្នកនិពន្ធចំនួនមុនហ្នឹងគាត់យកមកដាក់នៅក្នុងសភៅរបស់គាត់បាទអញ្ចឹងនេះគឺតាក់ទងជាមួយតួសារណាចុងក្រោយបាទដែលខ្ញុំភ្ជាប់ជាមួយនឹងលោកប្រពរបាទដែលគាត់បានបញ្ជាក់មិញបាទហើយក្នុងអបសម្ព័ន្ធបាទលោកសាស្ត្រាចារ្យយល់ហើយគឺយើងត្រូវមានបាទលិខិតពីសាលាបាទដែលលោកប្រពរក៏បានបញ្ជាក់ហើយមួយទៀតត្រូវទាមទារឲ្យនិស្សិតគាត់មានលិខិតពីក្រុមហ៊ុនដែលគាត់ចុះបាទអញ្ចឹងបើសិនជាគាត់បានចុះទៅក្រុមហ៊ុនបាទគាត់អាចមានលិខិតហើយសម្រាប់ក្រុមខាង digital ក៏ប៉ុន្តែបើគាត់ធ្វើវីដេអូជាលក្ខណៈsport ពាណិជ្ជកម្មជាលក្ខណៈអីឬក៏ documentary សម្រាប់ក្រុមហ៊ុនណាមួយអាហ្នឹងគឺគាត់ត្រូវមានលិខិតពីក្រុមហ៊ុនដូចគ្នាបាទតែបើសិនជាគាត់ធ្វើវីដេអូតាក់ទងមួយអប់រំបាទវីដេអូតាក់ទងជាមួយនឹងបាទរឿងផ្សេងដែលគាត់មិនមានក្រុមហ៊ុនទេអាហ្នឹងគឺគាត់អត់មានលិខិតចុះអត់មានលិខិតពីក្រុមហ៊ុនមកវិញទេបាទកន្លែងហ្នឹងហើយបន្ទាប់មកយើងរៀបកម្រងសំណួរបាទបន្ទាប់ពីលិខិតហ្នឹងមកគឺខាងក្រោមនេះបាទគឺកម្រងសំណួរបាទកម្រងសំណួរដែលគាត់បានរៀបចំទៅសាកសួរបាទទៅដល់ម្ចាស់ក្រុមហ៊ុនឬក៏ទៅដល់បាទអ្នកធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងបាទគាត់ត្រូវយកមកដាក់នៅក្នុងនេះបាទកម្រងសំណួររបស់គាត់
បាទហើយបន្តមកគឺកម្រងរូបភាពសកម្មភាពបាទដែលគាត់បានធ្វើការស្រាវជ្រាវគាត់មកជួបគ្រូបាទសកម្មភាពគាត់បាទចុះថតបាទ sport ចុះថតរឿងចុះថតអីហ្នឹងគឺឲ្យគាត់ capture រូបភាពប៉ុន្តែសូមផ្ដាំទៅលោកសាស្ត្រាចារ្យថានៅពេលដែលគាត់យករូបភាពនេះមកដាក់សូមឲ្យមានសម្លៀកបំពាក់សមរម្យបាទអញ្ចឹងហើយសូមកុំឲ្យជាងការទៅគាត់ចុះថតគាត់អាចប្រើអាវវាឃ្លៀកឬក៏អាវអីចឹងទៅឬក៏ខោខ្លីមកយើងឃើញមកវាអត់សមរម្យនៅក្នុងសភៅសារណាបាទអញ្ចឹងហើយសូមលោកសាស្ត្រាចារ្យជួយពិនិត្យតែប៉ុណ្្នឹងទេបើសិនរូបភាពណាមិនសមរម្យសូមឲ្យគាត់ដកចេញបាទឲ្យគាត់ដកចេញហើយព្យាយាមនៅក្នុងការដាក់រូបថតឲ្យបានស្អាតបាទឬក៏នៅពេលដែលសកម្មភាពចុះហ្នឹងសូមឲ្យគាត់ស្លៀកពាក់ឲ្យបានសមរម្យទៅបើមិនបានអាវនិស្សិតចេះទេបាទសូមឲ្យគាត់បានសមរម្យបាទប៉ុន្តែពេលដែលជួបគ្រូដឹកនាំសូមឲ្យស្លៀកពាក់ឯកសណ្ឋាននិស្សិតតែម្ដងបាទដើម្បីជាគំរូបាទល្អទៅដល់សិស្សប្អូនចំនួនក្រោយប៉ុន្តែនៅពេលដែលគាត់ជួបជុំក្រុមការងាររបស់គាត់បាទដោយខាង digital គាត់ចុះថតគាត់ចុះអីអាហ្នឹងអត់អីទេបាទសូមឲ្យតែមកសមរម្យទៅកុំឲ្យអាវវាឃ្លៀកកុំឲ្យអីបាទកន្លែងហ្នឹងហើយនេះគឺសកម្មភាពគាត់បាទជួបជាមួយក្រុមឬក៏ជួបមួយក្រុមហ៊ុនបាទអញ្ចឹងបើសិនជាមានគាត់ជួបមួយម្ចាស់ហាងអីតាមអនឡាញអីចឹងបាទគាត់ capture ដាក់មកនេះម្ចាស់ហាងបាទក្រុមនេះគាត់ទៅសេឲ្យខាងហាងលក់ខោអាវឬក៏លក់កាបូបហ្នឹងបាទអូខេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីបន្ថែមទៅលើចំណុចបាទលោកប្រិយបរោះដែលគាត់បានបង្ហាញមិញបាទអញ្ចឹងការងារបន្ទាប់បាទគឺយើងចូលទៅដល់របៀបវិរៈទី2បាទដែលយើងនិយាយអំពីការហៅអវត្តមាននិងការកំណត់បាទទៅលើការដាក់អវត្តមានក្តីឬក៏ច្បាប់ក្តីនៅលើបញ្ជីឈ្មោះបាទសម្រាប់និស្សិតបាទនៅពេលដែលលោកសាស្ត្រាចារ្យបង្រៀនបាទអញ្ចឹងខ្ញុំសូម